សួស្តីប្រិយមិត្តស្វាគមន៍សាជាថ្មីមកកាន់ podcast កិត្តសិនរដូវកាលទី3បន្ទាប់ពីយើងបានបែកគ្នាមួយរយៈឥឡូវនេះយើងបានត្រឡប់មកវិញហើយជាមួយនឹងការពិភាក្សាទៅលើប្រធានបទជាច្រើនតាក់ទងទៅនឹងការជួញដូរឬក៏យើងហៅថា trading អញ្ចឹងកុំឲ្យខាតពេលយូរសូមជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងដែលគាត់មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងការជួញដូរហើយគាត់នឹងចូលរួមជាមួយយើងនៅក្នុងថ្ងៃនេះជំរាបសួរជំរាបសួរបងជំរាបសួរបាទអូខេសុខសប្បាយទេសុខបងសុខកាលណាយ៉ាសុខសប្បាយផ្លូវកាយផ្លូវចិត្តតែគាត់យើងផ្ដាសាយតិចតួចទៅពេលតិចតួចអត់អីអូខេអញ្ចឹងដោយសារកម្មវិធីរបស់យើងដល់រដូវកាលទី3ហើយអញ្ចឹងអរគុណមែនតើបានអញ្ជើញចូលរួមហើយអញ្ចឹងជាដំបូងចង់ឲ្យជួយណែនាំខ្លួនបន្តិចដើម្បីឲ្យភ្ញៀវកិត្តិយសសំទោស audience របស់យើងដែលគាត់កំពុងមើលនឹងគាត់បានស្គាល់បាទអូខេសួស្តីគ្នាយើងម្ដងទៀតអញ្ចឹងឈ្មោះរបស់ខ្ញុំឈ្មោះពិតគឺសាទសៀបប៉ុន្តែឈ្មោះនៅក្នុង trading industry ខ្ញុំដាក់ឈ្មោះថាសែនឬក៏អ្នកខ្លះដាក់ថាហៅថាសែន28យ៉ាងទៅដោយសារអីឈ្មោះនៅក្នុង social media ឬក៏នៅក្នុង channel គឺខ្ញុំដាក់របៀបអញ្ចឹងbriefly តាក់ទងមួយ role របស់ខ្ញុំឬក៏អីដែលខ្ញុំធ្វើរាល់ថ្ងៃទី1គឺខ្ញុំជាគេថា independent trader ខ្ញុំជាអ្នក trade ជាមួយនឹងលុយខ្លួនឯងឬក៏ជាមួយនឹង fund អីបន្ថែមហើយមួយទៀតខ្ញុំក៏មានតួនាទីមួយនៃ Hong Son Education Center ដែលជា academy នៃការផ្ដល់ចំណេះដឹងតាក់ទងជាមួយ trading ហើយខ្ញុំក៏ជា part មួយនៃ director នៅក្នុងនឹងដែរអូខេអរគុណច្រើនបាទអញ្ចឹងមកន័យថាបច្ចុប្បន្នជា independent ផងហើយក៏ជាម្ចាស់របស់ Hong Son ដែរអូខេហើយថាយើងមានតួនាទីមួយនៅក្នុង company មួយដែរហើយយើងក៏ជា independent ខ្លួនឯងជា trader ដែរបាទអូខេអញ្ចឹងចង់ដឹងតាក់ទងទៅនឹងបទពិសោធន៍របស់សៀបខ្ញុំហៅសៀបណាអូខេឬក៏សិនសៀបអូខេហៅសៀបណាអូខេអញ្ចឹងបទពិសោធន៍របស់សៀបបើនិយាយពីការចាប់ផ្ដើមសៀបចាប់ដើមការជួញដូរនឹងតាំងពីឆ្នាំណាមកអូខេសម្រាប់ខ្ញុំបើថាបទពិសោធន៍ដែលខ្ញុំចាប់ផ្ដើមខ្ទង់ឆ្នាំ2018អាចថា18ចូល19ហ្នឹងទៅដោយសារពេលហ្នឹងខ្ញុំឆ្នាំទី4ឆ្នាំទី4ខ្ញុំនៅឆ្នាំទី4ប៉ុន្តែអីដែល caught attention ឬក៏ខ្ញុំចាប់អារម្មណ៍ទៅលើ trading មុនគេដោយសារពេលហ្នឹងគឺជាពេលដែលគេហៅថាcrypto វាចាប់ដើម boom វាចាប់ដើម boom វាចាប់ដើមគេនិយាយឬក៏ដើមគេ mention អញ្ចឹងទៅហើយវាតទៅមួយ trading អូខេអញ្ចឹងខ្ញុំអូខេចាប់អារម្មណ៍ថាអាហ្នឹងវាជាអីហើយគេនិយាយថាអូខេអាហ្នឹង make money online sell independent ឬក៏អីយ៉ាងទៅអញ្ចឹងខ្ញុំគាត់ថាអាហ្នឹងគ្រប់គ្នាភាគច្រើនគឺ experience អាហ្នឹងដូចខ្ញុំដែរគឺតាក់ទងជាមួយទី1គេនិយាយថារឿង make money online ការងាររបៀបថាអត់មាន boss បញ្ជារបៀបថាធ្វើជាខ្លួនឯងមានលទ្ធភាពឬក៏ធ្វើវាបានទៅលទ្ធផលអាហ្នឹងគេហៅថា independent ខ្លួនឯងហើយនេះដំណើរដែលខ្ញុំចាប់ផ្ដើមតែបន្ទាប់ពីហ្នឹងក៏ខ្ញុំចាប់ផ្ដើមធ្វើប្លុកហើយខ្ញុំជឿថាចេះគ្រប់គ្នានៅពេលដែលចាប់ផ្ដើមដំបូងអាចនឹង feel ថា wow I find something new I find something glitch in metric ឬក៏ in this market គាត់ថាហ្នឹងវាជាអីដែលយើងអាចរកលុយបានស្រួលដោយសារអីចូលដំបូងអាចនឹងវារៀងឃើញថាចាប់ផ្ដើមឃើញលុយចាប់ដើមឃើញចំណេញបាទប៉ុន្តែគេថាក៏ពេលហ្នឹងក៏ពិតយើងអាចនឹងសំណាងច្រើនជាងជំនាញឬក៏ skill របស់យើងទេអានេះ experience របស់ខ្ញុំដោយសារខ្ញុំចូលដំបូងរៀងគ្រាន់ឬក៏ខ្ញុំឃើញចំណេញនេះគ្នាប៉ុន្តែនៅពេលដែលខ្ញុំចូល trade ពេលហ្នឹងតាក់ទងមួយ future ទៀតfuture គឺខ្ញុំ trade លើ crypto ទៀតអូខេឥឡូវខ្ញុំសុំសារតិចដោយសារឥឡូវហ្នឹងខ្ញុំមិនមែន trade ច្រើនលើ crypto ទេខ្ញុំ trade future ទេខ្ញុំ trade តែតាក់ទងមួយ forex តាក់ទងមួយ commodity មាសយើងហ្នឹងនឹងជាមួយនឹង index stock របស់អាមេរិកអញ្ចឹងទៅអញ្ចឹងត្រឡប់មកវិញនៅពេលដែលខ្ញុំ start ឆ្នាំទី4ទី5ហ្នឹងក៏យើងអត់ទាន់មានចំណូលឬក៏យើងអត់ទាន់មានអីដែលអាចថា self independent ចេញមកប្រឡូកជាមួយអានឹងរហូតទេអញ្ចឹងខ្ញុំក៏ចេញធ្វើការដូចគេដែរឯងដែរប្រហែលជាមួយឆ្នាំតិចតួចនៅ company មួយតាក់ទងជាមួយនឹងជំនាញដែលខ្ញុំរៀនដោយសារជំនាញខ្ញុំរៀនហ្នឹងនិយាយស្មោះត្រង់វាអត់មានតាក់ទងមួយអីដែលខ្ញុំធ្វើរាល់ថ្ងៃទេដោយសារកាហ្វេខ្ញុំរៀនfood science technology នៅសាលា Techno អូខេប៉ុន្តែខ្ញុំទៅធ្វើការខ្ញុំទៅធ្វើការតាក់ទងមួយជំនាញហ្នឹងខ្ទង់មួយឆ្នាំតិចតួចរហូតដល់ពេលដែលខ្ញុំធ្វើការបានមួយឆ្នាំជាងហ្នឹងបាទខ្ញុំ
អាចថាទី1ខ្ញុំចាប់ដើម feel something that អាហ្នឹងវាមិនមែនជារបស់ខ្ញុំអាការងារ8ម៉ោងនៅ company ហើយតាក់ទងមួយអាចារ្យនេះដែលខ្ញុំរៀនហ្នឹងគឺវាអត់ត្រូវជាមួយខ្ញុំអញ្ចឹងតែមូលហេតុខ្ញុំថាអូខេបើសិនជាខ្ញុំគិតថាវាមិនមែនជារបស់ខ្ញុំតើខ្ញុំអាចធ្វើអីផ្សេងដែលអាច survive ជាមួយនឹងការរស់នៅរបស់ខ្ញុំបាន support living របស់ខ្ញុំបានអញ្ចឹងពេលហ្នឹងក៏ខ្ញុំអត់ទាន់ចាប់ថានេះវាជា full របស់ខ្ញុំបានដែរ full time របស់ខ្ញុំមិនស្អីយើងអត់ទាន់មាន skill អីត្រឹមត្រូវយើងអត់ទាន់អាច consistent មួយ market បានទេដំណាក់កាលដែលយើង up and down អាចថាយើងចេះ technical តិចតួចប៉ុន្តែយើងអត់ consistent ក្នុងការ trade យើងអត់អាចរកលុយប្រចាំខែឬក៏ប្រចាំឆ្នាំដើម្បី support living របស់យើងអញ្ចឹងរហូតដល់ខ្ញុំចប់ពីធ្វើការហ្នឹងខ្ទង់មួយឆ្នាំជាងបើខ្ញុំ quit ហើយខ្ញុំចាប់ដើមធ្វើវាហើយធ្វើវាបន្តពីហ្នឹងមកខ្ទង់ឆ្នាំ2020 23បាទខ្ញុំចាប់ដើមធ្វើខាងក្រៅ full time នោះតាក់ទងជាមួយនឹង trade តាក់ទងមួយអីរហូតដល់រហងៃហ្នឹងចឹងទៅអូខេ wow interesting story គួរចាប់អារម្មណ៍មែនតើបើតែវាមានចំណុចប្រតិកន្លានេះច្រើនដែលធ្វើឲ្យយើងចាប់អារម្មណ៍ក្នុងអញ្ចឹងដំបូងឡើយគឺចាប់អារម្មណ៍ដោយសារទីផ្សារ digital asset យើងហៅ digital asset នៅក្នុង digital asset បាទហើយបន្ទាប់មកបានរុញចូលមកដល់ការជួញដូរទៅលើ commodity មាសហើយនឹងរូបិយបានមែនទេបាទអូខេអញ្ចឹងបើយើងនិយាយពីចាប់ផ្ដើមរហូតដល់ឥឡូវអញ្ចឹងបើយើងនិយាយពីពេលវេលាដែលចាប់ផ្ដើមមាន profitable ពីពេលណាមកប្រហែលឆ្នាំបន្ទាប់ពីចាប់ផ្ដើមអាចថាអានេះមួយឆ្នាំទៅ2-3ឆ្នាំដំបូងខ្ញុំគាត់ថាមិនមែនតែខ្ញុំទេគឺគ្រប់គ្នាគឺវាច្រើននឹងមិនងាយក្នុងការរក profitable ឃើញទេមានតែការខាតបង់អីសម្រាប់ខ្ញុំទៀតសោតខ្ញុំអាចថាខ្ញុំ consistent ខ្លួនឯងបានចូលឆ្នាំទី4ទី5ហើយបើខ្ញុំ consistent ដែលថាអាច make money ចេញពីវាហើយអាចយកវា support living ខ្ញុំហើយរស់នៅជាមួយនឹង trading short ហ្មងដោយសារខ្ញុំអត់មានការងារផ្សេងក្រៅពីវិស័យហ្នឹងទេអញ្ចឹង full time របស់ខ្ញុំគឺអាហ្នឹងហ្មងអញ្ចឹងខ្ញុំអាច survive ជាមួយនឹងបានការងារក៏វាតាក់ទងជាមួយនឹងអាហ្នឹងពេលខ្លះដោយសារក៏ខ្ញុំមានប្រភពចំណូលផ្សេងដែល involve នៅក្នុងវិស័យហ្នឹងដែរតែមិនមែនថា trade short ទេយល់ថាអញ្ចឹងណាអញ្ចឹងអានេះក៏វាជា part មួយដែលយើងអាច support living ដែរនៅពេលដែលយើងចូលនៅពេលដែលយើងចាប់ដើមស្គាល់នៅពេលដែលយើងចាប់ដើមយល់វាមានប្រភពច្រើនដែលយើងអាចរកលុយវាបានមិនចាំបាច់ពេលខ្លះយើង trade short អីចឹងទៅអញ្ចឹងក៏វាមានអាចមានកត្តាផ្សេងដូចគ្នាអញ្ចឹងបានន័យថាស៊ីបមាន source income បន្ថែមទៀតដើម្បី stabilize ទៅលើការរស់នៅបាទការចំណាយប្រចាំថ្ងៃប្រចាំខែអញ្ចឹងទៅអូខេចុះបើយើងនិយាយតាក់ទងទៅនឹងការជួញដូរអញ្ចឹងធម្មតាយើងជួញដូរយើងត្រូវមានក្បួនមានយុទ្ធសាស្ត្រត្រូវហ៎អញ្ចឹងស៊ីបថ្ងៃប្រើយុទ្ធសាស្ត្រអីដែរក្នុងការជួញដូរបើ mainly ហ្មងខ្ញុំគិតថាគ្នាយើងភាគច្រើនស្គាល់ concept ICT ថា ICT concept ដែលអាចថាមួយរយៈចុងក្រោយមួយឆ្នាំ2ឆ្នាំចុងក្រោយហ្នឹងមានគេ mention ច្រើនឬក៏លើកឡើងច្រើនប៉ុន្តែបើសម្រាប់ខ្ញុំគេហៅថាខ្ញុំមិនមែន trade លើ ICT concept ទេប៉ុន្តែខ្ញុំព្យាយាម modify វាបន្ថែមឬក៏ខ្ញុំព្យាយាមទៅ understand នៅ behind market ហ្នឹងប៉ុន្តែក្នុងការដែលយើងហៅឈ្មោះក៏យើងអត់មានអីទៅឈ្មោះឲ្យផ្សេងដែរអញ្ចឹងយើងហៅឈ្មោះដូចតែគាត់ដែរដូចតែគេដែរអញ្ចឹងការ trade របស់ខ្ញុំអូខេខ្ញុំអាចនឹងយកគេហៅថាឈ្មោះឬក៏ការហៅហ្នឹងអាចនឹងស្តៀងប៉ុន្តែបើសិនជានិយាយពីការចាប់ឬក៏អត្ថន័យនៃការចាប់វាអាចនឹងខុសពីម្ចាស់ដើមអញ្ចឹងទៅអញ្ចឹងអានេះវាជាការ modify របស់ខ្ញុំហើយសំខាន់ខ្ញុំអត់ over complicating ដោយសារនៅក្នុង trading របស់ហ្នឹងគឺវា complicate ស្រាប់គឺវា sport mind ស្រាប់វាពិបាកក្នុងការយល់ស្រាប់អ្នកខ្លះក៏គិតថានៅពេលដែលយើងកាន់តែ over complicate ឬក៏យើងកាន់តែរៀនកាន់តែច្រើនយើងគិតថាយើងនឹងចំណេញចេញពីការរៀននឹងប៉ុន្តែអានេះក្នុងការ trade អត់អញ្ចឹងទេពេលខ្លះនៅពេលដែលយើងធ្វើរបស់កាន់តែ simple កាន់តែងាយស្រួលក្នុងការយល់យើងអត់ស្មុគស្មាញហើយកត្តាមួយទៀតយើងចេញចូលដោយមានទំនុកចិត្តនៅពេលដែលយើងស្គាល់ពីអីដែលយើងកំពុងធ្វើស្គាល់ពី model របស់យើង strategy របស់យើងអញ្ចឹងបើនិយាយមក model ដែលខ្ញុំ trade អាចថាវាជាខ្ញុំខ្លាយពី ICT ខ្លាយចេញពី ICT ខ្លាយពី ICT ប៉ុន្តែខ្ញុំបូកបន្ថែមជាមួយនឹងឧទាហរណ៍ថា ICT គាត់ trade តែជាមួយនឹង price ជាមួយនឹង time អញ្ចឹងខ្ញុំបូកជាមួយនឹង volume អញ្ចឹងជាអីដែលយើងអាចខ្លាយបានអីបូកបន្ថែមបានអញ្ចឹងក្នុងការផ្សំគ្រឿងវាដូចយើងចុងភៅអញ្ចឹងណាបើយើងផ្សំ
ត្រូវវាឆ្ងាញ់តែយើងផ្សំអត់ត្រូវម្ហូបហ្នឹងក៏អត់ឆ្ងាញ់ដូចគ្នាញ៉ាំអត់កើតដូចគ្នាអញ្ចឹងស៊ីសងលើបុគ្គលម្នាក់ដោយសារខ្ញុំជឿថាបើសិនជាគ្រប់គ្នាគ្រាន់តែ fix ជាមួយនឹងអីដែលគេផ្ដល់ឲ្យហើយធ្វើចំណេញខ្ញុំគិតថា profitable trader មិនតិចទេដោយសារ theory ងាយស្រួលទេ theory ងាយស្រួលក្នុងការរៀនទេប៉ុន្តែអនុវត្តទៅលើទីផ្សារជាក់ស្ដែងអានេះបានជាchallenge សម្រាប់ trader ទាំងអស់គ្នាអូខេអញ្ចឹងមានថាយុទ្ធសាស្ត្រដែលស៊ីប្រើរងហើយគឺប្រើទៅលើ concept ICT ហើយបំលែងវាបូកផ្សំជាមួយនឹងការមើលទៅលើ volume បន្ថែមទៀតហ្នឹងហើយមកអូខេចុះការជួញដូររបស់សៀបហ្នឹងគឺជួញដូរជាលក្ខណៈមួយថ្ងៃបិទឬក៏លក្ខណៈឆ្លងសប្តាហ៍ដែរសម្រាប់ខ្ញុំ mainly គឺតែប្រចាំថ្ងៃទេអញ្ចឹងអាចថាខ្ញុំអត់ដែល whole portion ឆ្លងថ្ងៃឬក៏ឆ្លងយប់ទេទូទៅអាចថាមិននេះទៀតខ្ញុំ trade តែក្នុង session ទេមានន័យថាបើសិនជាខ្ញុំ trade នៅក្នុង Asia session ខ្ញុំបិទក្នុង Asia បើខ្ញុំ trade fine set up ហ្នឹងនៅក្នុង London session ខ្ញុំបិទ London បើសិនជាអាចខ្ញុំរកឱកាសពេលយប់ដែលទៅជា New York អីទៅខ្ញុំបិទក្នុង New York ខ្ញុំអត់ដែល whole portion ឆ្លងថ្ងៃឬក៏ឆ្លងអាទិត្យទេទូទៅអានេះវាជាអីដែលខ្ញុំលេងដោយសារតែតាមបទពិសោធន៍របស់ខ្ញុំអានេះគេហៅថាតាមអត្តចរិតបុគ្គលម្នាក់ដែរអ្នកខ្លះគាត់គេហៅថាចូលចិត្តលេងរបៀបជា scalping អញ្ចឹងគាត់អាចចេញចូលច្រើនចេញចូលញឹកញាប់ក្នុងការ trade អីចឹងទៅអាហ្នឹងជា style របស់គាត់ឬក៏វាត្រូវជាមួយអត្តចរិតរបស់គាត់បាទហើយអ្នកខ្លះគាត់ជា swing trader អញ្ចឹងទៅគឺគាត់ចូលជាមួយនឹងរៀង higher time frame បន្តិចក្នុងការ analyze ប៉ុន្តែគាត់ចូលមកក្របហ្នឹងគាត់ hold ឆ្ងាយគាត់ស៊ីបានវែងអញ្ចឹងទៅអាហ្នឹងវាត្រូវជាមួយនឹង mindset ឬក៏ត្រូវជាមួយនឹងpersonality របស់គាត់អាហ្នឹងវាអត់មានអីខុសអត់មានអីត្រូវទេគឺស៊ីសងថាយើងដឹងថាអាហ្នឹងវាត្រូវជាមួយនឹងខ្លួនយើងអត់អញ្ចឹងខ្ញុំវានៅកណ្ដាលមិនចូលចិត្ត whole portion យូរពេកក៏មិនអត់ចូលចិត្តរបៀបលឿនពេកចេញចូលលឿនពេករបៀបចឹងខ្ញុំគិតថាអូខេអាហ្នឹងវាសមបំផុតគឺខ្ញុំចេញចូលនៅក្នុង session មួយរបៀបចឹងបាទអូខេអញ្ចឹងបានន័យថាសៀបចូលចិត្តគឺការជួញដូរប្រចាំថ្ងៃគឺអត់ទុក whole position ឆ្លងទេហើយពិសេសគឺ trade នៅក្នុង session ទៀតបានន័យថារាល់ session មួយមុនឆ្លងទៅ session មួយទៀតគឺសៀប clear អស់តែម្ដង position អត់ទុកទេបាទនេះដោយសារខ្ញុំចង់ mention ដែរដោយសារខ្ញុំមាន kill zone នៅក្នុងការ trade មួយអញ្ចឹង kill zone ហ្នឹងវា period អាចថា2ទៅ3ម៉ោងអញ្ចឹងចន្លោះប៉ុណ្ណឹងបើសិនជាខ្ញុំ hit TP ខ្ញុំ close បើ hit SL ក៏ close ដែរឬក៏មួយទៀតបើវាអត់ទៅដល់ TP ប៉ុន្តែវានៅ ranking នៅកណ្ដាលវាមិនដល់ TP ឬក៏វាមិនដល់ SL អាហ្នឹងបើត្រូវ clear ក៏ខ្ញុំ clear ដែរដោយសារតែបើយើងសិក្សាឲ្យច្បាស់ជាមួយនឹង market ណាបាទគេហៅថា session មួយវាមានទូនទីរបស់វាមួយអញ្ចឹងយើងមើលឃើញតែពេលខ្លះមាសខ្ញុំឧទាហរណ៍មាសមួយចុះពេលព្រឹកចុះមកខ្លាំងចេះពេលថ្ងៃឡើង sideways ចេះពេលយប់បានហោះទៅម្សាទៀតអញ្ចឹងមានន័យថា3 session ហ្នឹងវាទូនទីខុសគ្នាបាត់ហើយអាមួយធ្លាក់អាមួយ accumulate ឬក៏ ranking ហ្នឹងអារបៀបថាអាទី3បានវាទៅ distribution ហើយវាទៅឡើងទៅយកមកដូចមាសមួយរយៈចុងក្រោយហ្នឹងគឺឃើញរបៀបអញ្ចឹងបើយើងពេលខ្លះខ្ញុំដឹងថាបើខ្ញុំ host ឆ្លង session ក៏ប៉ុន្តែ session ហ្នឹងខ្ញុំ trade របៀប model មួយហ្នឹងឬក៏ entry មួយហ្នឹងត្រូវប៉ុន្តែ whole ឆ្លង session វាទៅ scenario ផ្សេងហើយខ្ញុំអត់ដឹងថាតើវាមានអីកើតឡើងទេអញ្ចឹងជាជាងដែលខ្ញុំផ្សងសំណាងជាមួយនឹងអាភាពមិនច្បាស់លាស់ហ្នឹងគឺខ្ញុំសុខចិត្ត clear វាចោលខ្ញុំមក set up ថ្មីនៅ session ថ្មីមកអញ្ចឹងមានន័យថាទស្សនៈរបស់សៀបបានន័យថានៅក្នុង session មួយគឺមានចរិតលក្ខណៈផ្សេងគ្នាបាទអូខេអញ្ចឹងបើយើងមើល session វាអាចនៅក្នុង Asian session វាអាចមានការជួញដូរនៅខាងប៉ែកអាស៊ីច្រើនអញ្ចឹងទៅហើយទៅខាង London មានអ្នកនៅខាងប៉ែកអឺរ៉ុបនឹងគេជួញដូរច្រើនហើយដល់ពេលដល់ម៉ោង New York បើកវាទៅជាមានអ្នកដែលជួញដូរនៅខាងប៉ែកអាមេរិកអីចឹងច្រើនហ្នឹងទៅអញ្ចឹងវាអាចនឹងធ្វើឲ្យមានភាពខុសគ្នាដែរមែនទេអូខេអញ្ចឹងបន្តទៀតឥឡូវយើងនិយាយគ្នាមិញយើងនិយាយតាក់ទងទៅនឹងយុទ្ធសាស្ត្រនៃការជួញដូរឥឡូវខ្ញុំចង់ដឹងតាក់ទងនឹងចិត្តសាស្ត្ររបស់សៀបក្នុងការ apply strategy មួយអញ្ចឹងតាមពិតបើស្ដាប់តាំងពីដើមមកសៀបចាយពេលច្រើនមែនតើរហូតដល់4ឆ្នាំយើងចាយពេល4ឆ្នាំដើម្បីរៀនផងរហូតដល់តម្រាំរកយុទ្ធសាស្ត្រមួយដែល fit ជាមួយខ្លួនឯងខ្ញុំចង់ដឹងថាតើកំឡុងពេលហ្នឹងតើមាន challenge អីដែលកើតឡើងជាមួយនឹងបើយើងនិយាយពីជីវភាពនៃការជួញដូររបស់យើងរបស់សៀបអីដែលជាឧបសគ្គធំជាងគេដែលសៀបធ្លាប់ជួបអាចចែកម្លែកតិចបានទេ
ឧបសគ្គនេះបាញ់ចង់ mention ទៅលើ technical ឬក៏ psychology ឬក៏អីណាមួយដំបូងចង់ដឹងតាក់ទងនឹង challenge ក្នុងការធម្មតាយើង4ឆ្នាំមុនហ្នឹងមុនយើងចាប់ផ្ដើមរកអីឃើញមួយដែលធ្វើឲ្យខ្លួនឯងចាប់ផ្ដើមមាន profitable ពីក្នុងទីផ្សារវាអាចនឹងពេលហ្នឹងយើងអាច challenge ជាមួយនឹងការ loss ខ្ញុំចង់ដឹងទី1តាក់ទងនឹងការ loss តើ the biggest loss ដែលស៊ីធ្លាប់ជួបធំបំផុតប្រហែលដែរឥឡូវអានេះខ្ញុំនិយាយចែកម្លែកជាតួលេខឬក៏បទពិសោធន៍បានខ្ញុំអាចចែកម្លែកប្រមាណប្រហាក់ប្រហែលបានដោយសារនៅពេលដែលខ្ញុំ start ជាមួយនឹងវិស័យនេះគេហៅថា loss ដែលខ្ញុំធ្លាប់ជួប personal លុយខ្លួនឯងឬក៏នេះហ្មងគឺខ្ទង់ 10k តិចតួចអញ្ចឹងអានេះក៏ពិតវាជាបទពិសោធន៍មួយឬក៏ជាមេរៀនមួយដែលខ្ញុំបានរៀនថាម៉េចយើងអត់អាច rely ទៅលើនរណាម្នាក់បានទេទោះជាម្នាក់ហ្នឹងគាត់នៅផ្ទះតែខ្ញុំអះអាងថាខ្ញុំ profitable ខ្ញុំបទពិសោធន៍ 5-6 ឆ្នាំឬក៏ 7 ឆ្នាំប៉ុន្តែគេហៅថាយើងអត់អាច rely ទៅលើគាត់ទេដោយសារនៅពេលដែលគាត់ trade អូខេអាចនឹងគាត់ក៏ make self up ឬក៏គាត់ក៏និយាយប៉ុន្តែសួរថាតើគាត់ពិតអញ្ចឹងអត់យើងអត់ដឹងទេអញ្ចឹងបានយើងអត់ត្រូវរំពឹងលើគាត់គឺយើងត្រូវទៅរៀនខ្លួនឯងហើយកំហុសរបស់ខ្ញុំពេលហ្នឹងគឺខ្ញុំទុកចិត្តទៅលើអ្នកដែលគាត់ប្រាប់ថាគាត់មាន experience ហើយគាត់ជួយ control account នេះតែអញ្ចឹងបទពិសោធន៍របស់ខ្ញុំគឺខ្ញុំ recommend សម្រាប់អ្នកថ្មីបើអាចមានន័យថាវិនិយោគទៅលើការរៀនជាមុនសិនចំណេះដឹងជាមុនសិនខ្ញុំឧទាហរណ៍មួយគ្នាយើងពេលខ្លះគេហៅថាមើលរំលងឬក៏ skip ជំហានណាឬក៏រំលងជំហានណាគឺដូចយើងផ្លោះថ្នាក់ដូចគ្នាមុននឹងខ្ញុំសួរថាមុននឹងយើងឡើងកាន់ចង្កូតបើកឡាននៅលើផ្លូវតើយើងត្រូវទៅរៀននៅសាលាអត់យើងមិនត្រូវទៅរៀននៅសាលាហើយសួរថាតើអ្នកនឹងគ្រាន់តែលេងហ្គេមបើកឡាននៅក្នុង controller នៅក្នុង computer simulator គាត់អាច qualify ជាមួយនឹងការបើកឡាននៅខាងក្រៅអត់ប្រកាសជាអត់ហ្នឹងហ្នឹងប្រកាសជាអត់ហើយហើយមួយទៀតដូចជាគាត់របៀបថាគាត់គ្រាន់តែ search YouTube how to drive vehicle គាត់នៅនិយាយថាគាត់ក៏មើល YouTube តើគាត់អាច qualify ដើម្បីទៅធ្វើអាហ្នឹងនៅលើទីផ្សារចាក់ស្ដែងឬក៏ទៅធ្វើអាហ្នឹងជាមួយនឹងជីវិតពិតអត់គឺវាអត់ make sense អញ្ចឹងនៅមូលហេតុថាអ្នកដែលគាត់អាចបើកបរនៅលើផ្លូវដែលគាត់ត្រូវតែមាន license ទី1គឺគាត់ត្រូវគាត់យ៉ាងណាគាត់ចេះពីទ្រឹស្ដីចេះពីច្បាប់ក្នុងការបើកបរអីចឹងហើយគាត់ចេះជាមួយនឹងការអនុវត្តទៀតហើយគាត់ទៅរៀនត្រឹមត្រូវហើយយើងគិតត្រឡប់មកវិញក្នុង trade វាដូចគ្នាបើយើងអត់នឹងរៀនផងបើយើងអត់ទៅបើកចង្កូតផងយើងមិនទាន់ចេះទៅមានគ្រូណែនាំឬក៏គ្រូបង្រៀនក្នុងការបើកបរហងទៅដល់យើងក៏ search YouTube មកយើងបើកបរឡានខ្លួនឯងបាទកាន់ចង្កូតតើអាហ្នឹងអត្រានៃការគ្រោះថ្នាក់ហ្នឹងវាប្រមាណ%តើ probability ដែលយើងជួបគ្រោះថ្នាក់ហ្នឹងតើប្រមាណខ្ញុំគិតថាវាខ្ពស់មែនតើដែលសឹងថាជាអត់រួចគឺយើងត្រូវទៅជួបគ្រោះថ្នាក់មករបៀបអញ្ចឹងខ្ញុំគិតថាអញ្ចឹងមូលហេតុថាពេលហ្នឹងកំហុសរបស់ខ្ញុំមួយដែរគឺខ្ញុំបើកបរខ្លួនឯងអត់ចេះហើយទៅរំពឹងទៅលើឲ្យគេជួយបើកទៀតអូខេហើយមួយទៀតគេហៅថាប្រឡែងចង្កូតឲ្យគេកាន់ហ្មងអញ្ចឹងថាវាអាចមានគ្រោះថ្នាក់ហានិភ័យគ្រប់ពេលវេលាអញ្ចឹងខ្ញុំ recommend ថាអូខេយើងអាចនឹងចេះមិនមែនមានន័យថាឲ្យគេកាច់ចង្កូតឲ្យយើងទេប៉ុន្តែសុំគេការណែនាំជា guidance ជាជំហានអីផ្សេងៗតើខ្ញុំគួរstart ពីនេះខ្ញុំគួរធ្វើអីតើបន្ទាប់ពីហ្នឹងខ្ញុំគួរបន្ថែមអីខ្ញុំគួរបូកអីទៀតចឹងទៅតើពេលហ្នឹងខ្ញុំមានអីគួរកែលម្អដោយសារខ្ញុំជឿថាបើសិនជាបុគ្គលម្នាក់ហ្នឹងគាត់មានបទពិសោធន៍ច្រើនមែនគាត់នឹងមើលឃើញថាគាត់នឹងខ្វះខាតអីអញ្ចឹងគាត់អាចនឹងកែសម្រួលនៅចំណុចណាហើយគាត់អាចមានជា idea អីបន្ថែមកំណត់អីបន្ថែមបូកឲ្យគាត់គិតថាស័ក្តិសមនឹង grow គឺរបៀបអញ្ចឹងនេះគឺជាអីដែលខ្ញុំអាចចែកម្លែកបានអូខេអញ្ចឹងបានន័យថាការហ្នឹងអាចនឹងជួបបើយើងនិយាយពេលវេលាក្នុងឆ្នាំណាដែរ2000មែន2000ខ្ទង់2020ពេលហ្នឹងដូចជាពិបាកស្ថានភាពយើងកំពុងតែផ្ទុះ COVID អញ្ចឹងយើងតឹងដែរបាទចង់ដឹងទៀតដោយសារវាស្ដាប់ទៅវាជក់ចិត្តណាកន្លែងហ្នឹងប្រទះខ្ញុំចង់ដឹងថាតើពេលហ្នឹងអារម្មណ៍ពេលហ្នឹងជួបប្រទះមិនខ្លះហើយតើ challenge ណាបើយើងនិយាយពីលុយ
ឬក៏សាច់ប្រាក់ដែលយើងបានដាក់វិនិយោគទៅវាខាតហើយប៉ុន្តែចង់និយាយ in term of like psychology របស់សៀពេលហ្នឹងតើជួបការលំបាកមិនខ្លះហើយអាចបើណាឲ្យខ្លួនឯងនៅបន្តធ្វើមានអារម្មណ៍ថាចង់បោះបង់អីពេលហ្នឹងអានេះបើសិនជាខ្ញុំនិយាយពីជ្រុងរបស់ខ្ញុំពេលហ្នឹងអារម្មណ៍គឺខ្ញុំគិតថាគ្រប់គ្នាបើសិនជាជួបស្ថានភាពហ្នឹងគឺនឹង down ខ្លាំងដូចគ្នា stress ខ្លាំងដូចគ្នាហើយពេលហ្នឹងវាមិនចូលលក្ខណៈដល់ depress ទេគ្រាន់តែថាយើង stress ខ្លាំងជាមួយនឹងកំហុសមួយហ្នឹងដែលយើងបានធ្វើគេហៅថាប៉ុន្តែខ្ញុំក៏អត់បន្ទោសទៅលើទីផ្សារក៏ខ្ញុំអត់បន្ទោសខ្លាំងទៅលើអ្នកដែលគាត់ណែនាំដែលគាត់អ្នកដែលធ្វើនឹងដែរគឺខ្ញុំបន្ទោសទៅលើខ្លួនឯងទី1ដោយសារខ្ញុំអ្នកធ្វើកំហុសទី1មុនគេបើខ្ញុំអត់ធ្វើកំហុសខ្លួនឯងដែលខ្ញុំនិយាយមិនចិនមុនហ្នឹងក៏ខ្ញុំអត់ជួបរឿងហ្នឹងដែរប៉ុន្តែខ្ញុំគេហៅថាចូលចិត្តចង់សាកចង់ដឹងចង់រៀនឆ្ងល់អីបន្ថែមអញ្ចឹងខ្ញុំគិតថាអូខេអានេះវាជាមេរៀនមួយដែលខ្ញុំត្រូវទិញដោយទឹកលុយហ្នឹងវ៉ាវមេរៀនថ្លៃមេរៀននេះថ្លៃហើយគេហៅថាចាំខ្ញុំតែនិយាយលេងនៅក្នុង community របស់ខ្ញុំគាត់ថាកុំយើងអត់អាចយកទ្រឹស្ដីវាថាមេរៀនជីវិតបង្រៀនខ្ញុំច្រើនណាស់តែខ្ញុំរៀនអត់ចេះដោយសារក្នុង market តែយើងរៀនអត់ចេះយើងត្រូវបង់លុយ fee នៅក្នុងការរៀនជាប្រចាំអូខេប្រៀបដូចតែយើងដាក់លុយចូលផ្សាររហូត trade អត់ចំណេញ trade ខាតរហូតអាហ្នឹងគឺជា fee ដែលយើងរៀនជាមួយនឹងmarket ជាក់ស្ដែងគឺអញ្ចឹងហើយមួយទៀតគេហៅថាបើយើងនៅតែ repeat កំហុសដដែលវានៅតែខាតបងរហូតអញ្ចឹងយើងអត់អាចថាយើងអូខេបាន profit ឬក៏ grow ចេញពីទឹកលុយរបស់យើង capital របស់យើងអញ្ចឹងណាវាអញ្ចឹងមិន psychology បើយើងនិយាយពីចិត្តសាស្ត្រពេលហ្នឹងគឺ down មែន down មែនព្រោះអីបើតាមអ្វីដែលសៀមនិយាយព្រោះពេលហ្នឹងគឺយើងត្រូវធ្វើការសន្សំដែរមែនទេព្រោះសាច់ប្រាក់ហ្នឹងបើយើងនិយាយទៅវាជាសាច់ប្រាក់ដែលយើងសន្សំផងមួយទៀតចង់ mention ដែរលុយហ្នឹងក៏ពិតមិនមែនជាលុយខ្ញុំទាំងស្រុងទៀតអូលុយ support ពីម៉ែឪវ៉ាវនេះខ្ញុំគេហៅថា shout out ទៅម៉ែឪដែរដោយសារខ្ញុំ respect គាត់មែនតើគាត់គេហៅថាគាត់អត់ទី1បើសិនជាគាត់ដឹងថាខ្ញុំចង់សាកធ្វើរបស់អីមួយគាត់អត់សូវរារាំងទេគាត់អត់សូវនេះទេសូម្បីតែឥឡូវខ្ញុំគិតចេះខ្ញុំរៀន 4-5 ឆ្នាំជាមួយនឹងសកលជាមួយនឹង skill មួយហ្នឹងខ្ញុំត្រូវការ 4 ឆ្នាំ 5 ឆ្នាំក្នុងការបញ្ចប់វាបាទហើយវាអាច generate money របស់ខ្ញុំតាមរយៈខ្ញុំទៅធ្វើការជាមួយជំនាញបាទប៉ុន្តែខ្ញុំ quit ជាមួយនឹងចោលប្រភេទធ្វើការហ្នឹងហើយចេញមកធ្វើអីរបស់ដែលថ្មីតើខ្ញុំគិតថាតើមានម៉ាក់ប៉ាឬក៏ម៉ាក់ឪប្រមាណភាគរយដែលគាត់ support ឲ្យយល់ស្របអញ្ចឹងអានេះអាចថាខ្ញុំសំណាងមួយដោយសារចេះយើងមិនមែនជាទូធាអីទេប៉ុន្តែគាត់ក៏មិនបដិសេធឲ្យយើងធ្វើអីថ្មីអញ្ចឹងនៅក្នុងការពេលហ្នឹងដូចគ្នាគាត់លុយហ្នឹងក៏ពិតលុយជាលុយគាត់បន្ថែមឲ្យយើងនៅក្នុងការយើងទៅរៀនធ្វើឬក៏យើង invest អីទេគាត់អត់ដឹងថាហ្នឹងជាស្អីទេប៉ុន្តែគាត់ទុកចិត្តលើយើងគាត់ទុកចិត្តលើការសម្រេចចិត្តរបស់យើងទុកចិត្តលើការដើររបស់យើងគាត់ថាចង់សាកអូខេចង់សាកក៏សាកទៅអានេះជាអីដែលខ្ញុំសប្បាយចិត្តជាមួយនឹងឯកការគ្រួសាររបស់ខ្ញុំម៉ាក់ប៉ារបស់ខ្ញុំគាត់របៀបគាត់ open ប៉ុន្តែខ្ញុំអត់ថាគ្រប់គ្នាត្រូវតែធ្វើអាហ្នឹងទេដោយសារចេះមនុស្សអ្នកវាផ្លូវដើររៀងខ្លួនគេថាលក្ខណៈនៃគ្រួសារខុសៗគ្នាស្ថានភាពខុសៗគ្នាយើងអត់អាចយកគេថាដូចថ្នាំមួយមុខអត់អាចព្យាបាលជំងឺ100មុខទេអញ្ចឹងធម្មតាផ្លូវខុសគ្នាអីខុសគ្នាមេតូតដែលខ្ញុំធ្វើឬក៏ផ្លូវដែលខ្ញុំដើរមិនប្រកាសថា apply ត្រូវដូចគ្នាយើងដែលដើរទេគ្នាយើងនៅជាប់ជំពាក់ជាមួយនឹងការធ្វើការជាមួយនឹងកាតព្វកិច្ចគ្រួសារត្រូវ support ប្រចាំខែអីអញ្ចឹងទៅអញ្ចឹងគ្នាយើងអត់អាចដាច់ប៉ាត់ជាមួយនឹងការ quit job ឬក៏អីចឹងអញ្ចឹងខ្ញុំអត់ recommend ទេក្នុងការដែលយើង quit job ឬក៏ធ្វើរបៀបថាអីដែលដូចខ្ញុំ mention អញ្ចឹងណាភាសាកតាគ្រួសារខុសៗគ្នាភាពអំណោយផលរបស់យើងដែរហើយមួយទៀតក៏គេហៅថាមិនប្រកាសថារបស់ហ្នឹងជារបស់យើងមិនប្រកាសថាត្រូវជាមួយយើងទេប៉ុន្តែបើសិនជាយើងអាចព្យាយាមសាកល្បងចង់សាកល្បងអូខេ
give it a try make it a shot ហើយដល់ពេលមួយយើងនឹងដឹងថាតើអានឹងវាត្រូវជាមួយនឹងយើងអត់តើយើងបន្តមួយវាបានអត់តែយ៉ាងហោចណាស់ក៏យើងបានព្យាយាមអស់ហើយយើងរៀនក៏រៀនហើយយើងអនុវត្តក៏អនុវត្តហើយលេងជាមួយនឹងទឹកលុយតិចតួចដែលយើងមានលទ្ធភាពយើងអាចទៅរួចបើសិនជាវាទៅរួចបន្តតែបើសិនជាទៅមិនរួចការបោះបង់ក៏ជារឿងដែលល្អដែរខ្ញុំនិយាយមែនអញ្ចឹងខ្ញុំអត់លើកទឹកចិត្តឲ្យគ្រប់គ្នាអាចថាមើលទៅគ្រប់យ៉ាងវាងាយស្រួលគ្រប់យ៉ាងវាធ្វើទៅបាន possible 100% ដោយសារជាក់ស្ដែងវាមិនមែនអញ្ចឹងទេគេថាអញ្ចឹងមិនថាមនុស្សมันមាន skill ខុសគ្នាជំនាញខុសគ្នាបើមិនអញ្ចឹងមិនមែនការងារគេមិនឈប់ពីអាហ្នឹងអស់គេមកធ្វើអានេះទាំងអស់ហើយដោយសារមនុស្សមានប្រភេទខុសគ្នាទាំងអស់អញ្ចឹងការត្រូវជាមួយនឹងខ្លួនឯងគឺខុសដូចគ្នាខុសគ្នាដូចគ្នាវាទៅតាមចរិតលក្ខណៈពេលខ្លួនអញ្ចឹងចង់សួរមួយទៀតតើតើនៅនឹងពេលហ្នឹងណាតើសៀបចាប់ផ្ដើមងើបឡើងវិញហើយ recover អ្វីដែលខ្លួនឯង loss ហ្នឹង recover របៀបម៉េចដែរពេលហ្នឹងអានេះខ្ញុំចង់ mention ដែរតាមផ្ញើទៅអ្នកដែលគាត់ធ្លាប់ខាតបងធំទីហោះថាយើងខាត$10000ក្នុង market មិនមានន័យថាយើងត្រូវប្រមូលលុយពីណា 4-50000 ដើម្បីបន្ត trade យក recover 10000ហ្នឹងមកភ្លាមទេឬក៏ខែហ្នឹងឬក៏2ជួយខែបន្ទាប់ហ្នឹងទេនៅក្នុង market នេះគឺយើងអត់ធ្វើរបៀបអញ្ចឹងទេអញ្ចឹងខ្ញុំនិយាយពីផ្លូវដែលខ្ញុំ recover ជាមួយនឹងលុយខ្លួនឯងទី1គេហៅថាខ្ញុំផ្ដោតទៅលើការរៀនសិនផ្ដោតទៅលើការ focus ទៅលើការអភិវឌ្ឍខ្លួនឯងសិនហើយដូចខ្ញុំនិយាយអញ្ចឹងនៅក្នុង concept មួយ concept មួយណាក៏ចំណេញដែរប៉ុន្តែមេរៀនដែលសំខាន់ជាងគេគឺធ្វើម៉េច concept ហ្នឹងយើងយក apply ទៅលើ market តាមអត្តចរិតរបស់យើងហើយវាត្រូវជាមួយនឹងចិត្តសាស្ត្ររបស់យើងក្នុងការលេងដូចគ្នាអញ្ចឹងខ្ញុំអត់និយាយថា concept ណាប្រសើរជាង concept ណាអានេះអញ្ចឹងតំណែងការហ្នឹងគឺខ្ញុំខំប្រឹងទៅរៀនជាមួយនឹង market ជាងដែលខ្ញុំគ្រាន់តែ follow ជាមួយនឹង theory ដែលគេមានstrategy ដែលគេមានអញ្ចឹងគឺជាអីដែលយើងគេហៅថាអត់មាននៅក្នុង theory ប៉ុន្តែវា practical រាល់ថ្ងៃហើយយើងត្រូវតែ adapt ឬក៏សិក្សាជាមួយនឹង market ជាប្រចាំយើងអត់អាចរៀនចប់ហើយគឺថាយើង qualify ហើយវាចប់តែប៉ុណ្្នឹងទេ market គឺវាតែងតែមានការផ្លាស់ប្ដូរវាមានតែងតែមានភាពមិនច្បាស់លាស់ភាព random នៅក្នុងហ្នឹងទាំងអស់អញ្ចឹងតែមូលហេតុថាត្រូវតែបន្តរៀនអញ្ចឹងខ្ញុំរៀនខ្ញុំនេះសិក្សាបន្ថែមខ្ញុំអីបន្ថែមបានពេលហ្នឹងបើខ្ញុំចាប់ដើមស្គាល់ជាមួយនឹង fan ចាប់ដើមស្គាល់ជាមួយនឹង platform ចាប់ដើមអីគឺជាពេលមួយដែលខ្ញុំមាន skill ប៉ុន្តែគេហៅថាខ្ញុំ capital របស់ខ្ញុំអត់មានច្រើនទៀតទេអញ្ចឹងគឺពេលហ្នឹងដែលខ្ញុំដោះដូរ skill ជាមួយនឹងការ leverage capital ដែលយើងមានឧទាហរណ៍ថាខ្ញុំទិញ fan មួយ100k ខ្ញុំមានត្រឹមតែ$400ទៅ$500ទេអញ្ចឹងបើសិនជាខ្ញុំបន្ត trade លុយខ្លួនឯង$400-500ខ្ញុំចំណេញ 100% នៃលុយខ្លួនឯងបានតែ$400-500ទេវាអញ្ចឹងប៉ុន្តែបើសិនជាខ្ញុំគិតថាខ្លួនឯងអូខេមានសមត្ថភាពដែរចុះមិនទៅជាយាមសាកជាមួយនឹង fan ដែលគេហៅថាគេឲ្យជាមួយនឹងទឹកលុយធំតែត្រូវការយើងតេស្តប្រឡងវាអញ្ចឹងយើងដូរ skill ជាមួយនឹង capital ទឹកលុយធំអញ្ចឹងយើងអូខេយើង trade អញ្ចឹងបើខ្ញុំតេស្តសាកល្បងជាមួយនឹង prop firm ហើយយើងគ្នាកុំរំពឹងថាគ្រប់យ៉ាង easy វាថាគ្រាន់តែចូលលើកទី1លើកទី2ហើយជាប់ភ្លាមអត់ងាយស្រួលទេទី1យើងអត់ទាន់ដឹង rule នៃការលេងច្បាស់លាស់ទេយើងអាចគ្រប់គ្នា term and agreement ហ្នឹងគ្រីសលឿនណាប៉ុន្តែអត់ទៅអានទេវាអញ្ចឹងអាចថាមានមនុស្សតិចមែនតែអាន detail របស់វាសូម្បីតែខ្ញុំពេលហ្នឹងក៏ខ្ញុំចូលអានបានច្រើនដែរប៉ុន្តែក៏យើងមិនទាន់មានបទពិសោធន៍ក្នុងការលេងច្រើនក្នុងហ្នឹងដែរអញ្ចឹងបន្ទាប់ពីយើងអាចថា fail ដូចតែគ្នាទេ fail 2-3 account ទៅបើយើងដឹងពីការលេងក៏ថាអូខេចាប់ដើមគួរតែ risk របៀបអញ្ចេះអញ្ចឹងបើយើងចាប់ដើមអាច pass step 1 step 2តោះមកយើងមាន account ដែលយើងអាចដកលុយចេញពី funded account អញ្ចឹងទៅអញ្ចឹងគឺជាពេលមួយដែលខ្ញុំអាច recover លុយខ្លួនឯងជាមួយនឹងfirm ជាមួយនឹងអីផ្សេងអូខេអញ្ចឹងបាន recover ជាមួយ firm បាទហើយចុះពេលហ្នឹងអញ្ចឹង psychology នៅតែអត់មាន dual ទេណារៀងទប់ជាប់ដែរណាពេលហ្នឹងបើយើងនិយាយពី in term of psychology ពេលហ្នឹងដោយសារតែពេលដែលយើង loss big loss ហ្នឹង psychology វា hit ហើយប៉ុន្តែ
ពេលដែលយើងតនការដែលយើងរៀនហ្នឹងក៏យើងអត់មានអីទៅ loss អីច្រើនទៀតដែរយើងរៀនជាងដែលយើងដាក់លុយទៅ trade បន្តដើម្បី recover ភ្លាមៗអញ្ចឹងគឺពេលដែល period មួយដែលខ្ញុំដក clear សិក្សាបន្ថែមមួយ market ធ្វើជាមួយនឹង market ជាដែលខ្ញុំជាយាមភូសខ្លួនឯងរកលុយបន្ថែមឬក៏ recover ភ្លាមៗអញ្ចឹងយើងអត់អាច recover ភ្លាមជាមួយនឹងtrading របៀបអញ្ចឹងទេគឺយើងត្រូវមាន step ដែរបើសិនជាយើងមាន capital ខ្លួនឯង recover របៀបអញ្ចឹងអូខេប៉ុន្តែក៏យ៉ាងណាក៏យើងត្រូវដាក់ period ឬក៏រយៈពេលកំឡុងពេលមួយដែលយើងរៀនសិនយើងរៀនសិនដែលខ្ញុំមិនសិនមុនហ្នឹងគ្រប់យ៉ាងវាផ្ដើមចេញពីការរៀនបើយើងមិនទាន់ master ជាមួយនឹងអីដែលយើងធ្វើផងហើយយើងទៅចង់បានលទ្ធផលវាល្អវាអត់ទៅរួចទេយ៉ាវាអញ្ចឹងធម្មតាខ្ញុំសួរច្រើនតាក់ទងនឹងចិត្តសាព្រោះអីអាចនឹងមានបងប្អូនយើងឬក៏បងប្អូនថ្មីគាត់តែរៀនចប់ហើយគាត់មានការងារធ្វើគាត់ព្យាយាមសំអីចឹងទៅវាអាចបើយើងនិយាយពី intern នៅក្នុងហ្នឹង10000អ្នកដែលគាត់មានលុយច្រើនគាត់ថាតិចទេសម្រាប់គាត់ប៉ុន្តែដល់ពេលសម្រាប់បងប្អូនដែលគាត់ចប់ថ្មីតែមិនចប់ពីសាកលហើយគាត់ត្រូវធ្វើការសន្សំគាត់ចាយពេលច្រើនមែនទែនដើម្បីបានវាដល់ពេលគាត់ខាតទៅក៏គាត់មានអារម្មណ៍ថារៀងឈឺចាប់ធ្ងន់ធ្ងរដែរទៅលើរឿងហ្នឹងណាអញ្ចឹងបានចង់ដឹងដែរពេលហ្នឹងថាអារម្មណ៍សៀបពេលហ្នឹងថាតើសៀបអាចនឹងទប់អារម្មណ៍ខ្លួនឯងមិនឲ្យថានៅជាមួយអ្នកខ្លះគាត់ជួប loss ចឹងហើយគាត់មានអារម្មណ៍ថាអូវិស័យហ្នឹងបោកប្រាស់ឬក៏គាត់ចាប់បានមានអារម្មណ៍ថាចង់ give up ទៅលើវិស័យហ្នឹងភាគច្រើនគឺយើងឃើញអញ្ចឹងចង់ដឹងដែរថាអីដែលជំរុញឲ្យសៀបបន្តនៅក្នុងវិស័យហ្នឹងហើយមានទាំងកម្លាំងចិត្តទៅរៀនបន្ថែមទៀតចង់ដឹងកន្លែងហ្នឹងមែនតើបាទចន្លោះពេលដែលយើងកំពុងតែខាតបងធំបងក៏ពិតបើសួរតែពេលហ្នឹងខ្ញុំបាក់ទឹកចិត្តខ្លាំងអត់ឬក៏ខ្ញុំ stress ខ្លាំងអត់គឺខ្ញុំ stress ខ្លាំងដូចគ្នាសឹងតែខ្ញុំយកឡើងគឺខ្ញុំពិបាកគេងខ្ញុំពិបាកគេងជាមួយនឹងអាការកំហុសដែលយើងបានធ្វើហ្នឹងលុយដែលយើងបានខាតបងហ្នឹងហើយពេលមួយដែលយើងចាប់ដើមសួរខ្លួនឯងដែរថាគួរបន្តឬក៏បោះបង់តែប៉ុណ្្នឹងប៉ុន្តែអានេះដោយសារតែវាជាអត្តចរិតរបស់ខ្ញុំមួយដែរគឺខ្ញុំចូលចិត្តសាកខ្ញុំចូលសាកចង់ដឹងសាករបស់ដែលថ្មីប៉ុន្តែមិនមែនថាសាកគ្រប់យ៉ាងទេបើសិនជាអាហ្នឹងខ្ញុំចូលចិត្តវាអញ្ចឹងខ្ញុំសាកខ្ញុំនឹងឲ្យឱកាសខ្លួនឯងបន្ថែមឬក៏ម្ដងទៀតក្នុងការសាកក្នុងការធ្វើដោយសារខ្ញុំដូចខ្ញុំនិយាយអញ្ចឹងសួរតែខ្ញុំ stress ខ្លាំងអត់ stress ខ្លាំង down ខ្លាំងអត់ down ខ្លាំងមក period ពេលហ្នឹងខ្ទង់មួយខែឬក៏2ខែហ្នឹងគឺ down ដូចគ្នាដោយសារវាមិនមែនយើងគិតទៅវាមិនមែនប៉ះពាល់ត្រឹមតែលុយធម្មតាទេវាប៉ះពាល់លុយច្រើនដោយសារយើងទើបតែរៀនចប់ទេហើយយើងត្រូវការលុយហ្នឹងដើម្បីsurviveប្រចាំខែរស់ប្រចាំខែហើយយើងលុយពេលហ្នឹងលុយត្រូវប្រើការដើម្បីកាតព្វកិច្ចពេលហ្នឹងគឺយកដាក់មក all in យកម្ដងវាអាចថាមិន all in តែវានៅសល់បន្តិចតួចសម្រាប់តែរស់នៅមួយខែពីរខែទៀតធ្វើតែយើងត្រូវគិតមុនហ្នឹងណាបាទរបៀបអញ្ចឹងប៉ុន្តែបើសម្រាប់ខ្ញុំហ្មងអីដែលខ្ញុំគេហៅថាអាចជំនះខ្លួនឯងពេលហ្នឹងដែរគឺខ្ញុំអត់គិតថាវិស័យហ្នឹងគឺវា scam មិនគិតថាវាជាលបែងមិនគិតថាវាជាកន្លែងដែលគេហៅថាมันអាចឈ្នះបានដែរប៉ុន្តែគេហៅថាខ្ញុំអូខេខ្ញុំទទួលស្គាល់ថាវាជាកំហុសដែលខ្ញុំធ្វើដោយអត់មានចំណេះដឹងអត់មានអីចឹងមកខ្ញុំ start ពីអាហ្នឹងគឺខ្ញុំទៅរៀនទៅឆ្លងដក clear ដក clear សិនដោយសារយើងអត់អាចបង្ខំខ្លួនឯងទៅ trade ទេអារម្មណ៍វាលែងនឹងណយអារម្មណ៍លែងមូលជាមួយនឹងការ trade ហើយអញ្ចឹង trade ប៉ុន្តែ trade ជាមួយនឹងទូច fan ទូចឬក៏គ្រាន់តែនេះគ្រាន់តែជាការដែលយើង back test បន្ថែមមួយផ្សារអញ្ចឹងទៅអានេះជាអីដែលយើងអាចធ្វើបានពេល period មួយហ្នឹងទោះជាមានលុយក៏ខ្ញុំអត់ដាក់ចូល trade ទៀតដែរពេលហ្នឹងនិយាយស្គាល់អារម្មណ៍កន្លែងហ្នឹង challenge មែនតើអ្នកដែលគាត់និយាយថាខាតបងពេលច្រើនគឺគាត់ចង់ revenge ចង់សងសឹកrecover ភ្លាមមកវិញអញ្ចឹងណាប៉ុន្តែ shape អាចធ្វើបានកន្លែងហ្នឹងបាទសារមែនកម្រអ្នកដែលគាត់អាចទប់អារម្មណ៍ខ្លួនឯងមិនឲ្យបន្តធ្វើទៀតវាកម្រមែនទេវាថាចេះដែរវាថា
កម្លាំងចិត្តសាស្ត្ររបស់យើងមួយផង psychology អីវាថាមួយទៀតវាអស់លុយដែរក៏អត់ដើមទុនដែរដើម្បីអញ្ចឹងយើងមានអីទៅបន្ថែមបុកrecover ភ្លាមយើងមានលុយពីណាអញ្ចឹងដល់ពេលធ្វើតាមដំណើរមួយ step by step ទៅ take time បន្តិចដែរវាអាចធ្វើបានលើវាអញ្ចឹងដោយសារវាអស់ទុនដែរពេលហ្នឹងអូខេអញ្ចឹងមិញយើងនិយាយរឿងភាពជូរចត់រឿងថាយើង the biggest loss ឥឡូវយើងបកវិញយើងបញ្ច្រាស់វិញយើងនិយាយសុបាយម្ដងចង់ដឹងthe biggest win របស់សៀបវិញ the biggest win ដែលវាថាមិនថានៅក្នុង firm ឬក៏ខ្លួនឯង personal trading account នេះចង់ដឹងថា the biggest win របស់សៀបប្រហែលជាប្រហែលមាន biggest win អានេះបើសិនជាសម្រាប់ខ្ញុំ calculate គឺខ្ញុំ calculate ប្រចាំជាខែអញ្ចឹងខែដែលខ្ញុំ calculate ដែលខ្ញុំអាចរកពីវាបានវិញដូចគ្នាក្នុងមួយខែខ្ទង់តាមខ្ញុំចាំបានដូចជាពេលហ្នឹងខ្ញុំបើសិនខ្ញុំបូកចូលគ្នាខ្ទង់ 2-3 payout ហ្នឹងណាវាចូលខ្ទង់ 12-13k ដែរវ៉ាអញ្ចឹងក្នុងមួយខែតែមួយខែធំជាងគេទេបាទមានន័យថាគឺខែហ្នឹងដែលខ្ញុំអាចរកបានច្រើនជាងគេក្នុងមួយខែអញ្ចឹងមួយខែគឺខ្ញុំរកបានប៉ុណ្ណឹងប៉ុន្តែសួរថាតើខ្ញុំអាចធ្វើ consistent របៀបអញ្ចឹងអត់ទេដោយសារយើងមុនហ្នឹងយើង mention ពី biggest win អីដែលយើងចំណេញគឺយើង swap ធ្វើអានធំប៉ុន្តែគេហៅថាខ្ញុំក៏មិនរំពឹងថាខ្ញុំធ្វើអញ្ចឹងកើតរាល់ខែដែរអាចថាខែហ្នឹងគឺជាខែដែលខ្ញុំ boom មានន័យថាខ្ញុំធ្វើត្រូវកន្លែងមួយនេះហើយធ្វើត្រូវកន្លែងមួយនេះទៀតវាអញ្ចឹងណាអូខេអញ្ចឹងថា trade ថាច្រើន firm ពេលហ្នឹងបាទវាមាន2 bank account ដែលយើងអាចលាយចូលគ្នាទៅបូកចូលគ្នាទៅខ្ទង់ប៉ុណ្ណឹងហើយអារម្មណ៍ពេលហ្នឹងមិនដែរអារម្មណ៍ពេលហ្នឹងយើងហែបបន្តិចស្វាត្រង់ខ្ញុំជឿថាគ្មានអ្នកណាអត់មាន involve emotion ទេគឺយើង hype តិចហើយយើង hype តិចហើយគិតថា expect ថាអូខេចាប់ដើមឃើញ money ដោយសារពេលហ្នឹងសឹងតែខ្ញុំអាចនិយាយថា trade មួយទឹកមាន5ថ្ងៃប៉ុន្តែក្នុងមួយថ្ងៃពេលហ្នឹងខ្ញុំអាច generate ចេញពីមួយ account ហ្នឹង 1k វ៉ាវមួយថ្ងៃ 1k ហ្មងរបៀបអញ្ចឹងណាយ៉ាអញ្ចឹងខ្ញុំគិតថាអូខេអានេះវាជាអីដែលខ្ញុំអាចមាន level up ខ្លួនឯងលឿនហើយប៉ុន្តែត្រឡប់មកវិញភ្ជាប់ពីអាហ្នឹងអត់បានប្រហែលទេវាចាប់ដើមមានបញ្ហាដូចខ្ញុំធ្លាប់ mention ដែរគឺ fan មួយហ្នឹងឬក៏ firm មួយហ្នឹងវាចាប់ដើមអាចនិយាយថាធ្វើស៊ីខ្ញុំដែរអូខេ fan មួយហ្នឹងដោយសារពេលហ្នឹងនៅពេលដែលយើង pay out ម្ដង2ដង3ដងអត់អីទេចាប់ដើម pay out លើកទី4ធំជាងអា pay out ពីមុនទៀតវាចាប់ដើមmessage chat Gmail មកថាយើងនឹងខុស rule វាខុស rule ហ្នឹងថាយើងទៅជាយើង hedging ជាមួយនឹង fund ជាមួយនឹង firm របស់វាអញ្ចឹងទៅរបៀបអញ្ចឹងហើយសួរថាអញ្ចឹងខ្ញុំចង់មិនចិនទៅគ្នាយើងចំណុចមួយអញ្ចឹងដោយសារតែឥឡូវខ្ញុំទើបយល់ថាយើងត្រូវតែធ្វើទាំងពីរយើងអត់អាចចោលមួយណាទេដោយសារ fund វាល្អវាឲ្យ capital របស់យើងធំឲ្យយើងexpose ជាមួយនឹង risk ទឹកលុយធំជាងអីដែលយើង trade មួយលុយខ្លួនឯងហ្នឹងទៅយើងអាចមាន profit ច្រើនប៉ុន្តែវាឆ្លងមួយថាម៉េចมันប្រកាសថាវាដកលុយឲ្យมันប្រកាសថា fan ហ្នឹងវា legit សួរមិនសួរទី1ឥឡូវខ្ញុំនិយាយវាមានផ្នែកច្រើនដែលថាអាច trick ក្នុងហ្នឹងតិចតួចអា rule ដែលវាចងហ្នឹងវាតឹងមួយយ៉ាងហើយពេលខ្លះអា slippage ក៏កើតឡើងញឹកញាប់ slippage នៃការចូល slippage នៃ SL TP គឺ slippage ទាំងអស់ទូទៅមាន slippage អញ្ចឹងមកថា fan មួយចំនួនក៏វាមិនសូវល្អអញ្ចឹងដែរហើយមួយទៀតរបៀបថា rule របស់វាអាចនឹងមានការប្រែប្រួលរហូតមានថ្មីរហូតហើយមួយទៀតបើសិនជា rule វាមិនថ្មីមាន hidden rule មាន hidden rule ឥឡូវខ្ញុំឧទាហរណ៍មួយចុះ hidden rule នៃ prop firm មួយនោះគឺអត់អាចចូលពីលើសពី 40% នៃ margin ដែលយើងអាចចូលបានផ្សាររបៀបអញ្ចឹងដល់ពេលអញ្ចឹងសួរថា rule ដែលគេដាក់ឲ្យមកយើងឃើញតែ1.45 នេះវា simple ទេដែលយើងគ្រប់គ្នាដឹងប៉ុន្តែនៅពេលដែលយើងទៅ trade ធម្មតាទីហោះតែយើងចូល maximum បាន1 lot អញ្ចឹងហ៊ានតែចូលលើសពី0.4 គឺយើង fail ហើយគឺយើងខុស rule ហើយទោះជាយើងចំណេញក៏វាអត់ pay out ដែរហើយវាឲ្យយើង repeat trade បន្តហើយវា calculate មក0មកវិញអានេះបបិសបរបស់ខ្ញុំដែរខ្ញុំថាអូខេ
ចឹងfirm ខ្លះវាថាខ្ញុំ hedging វាបដិ account ខ្ញុំហើយខ្ញុំត្រូវ generate មួយខែអាចចូល 10k អីបន្តទៀតប៉ុន្តែវាបដិ account អស់ក៏ខ្ញុំអស់អីពេលហ្នឹងត្រូវមកត្រឡប់មកវិញត្រូវប្រឡងមកវិញត្រូវធ្វើសាដើមហើយគ្នាយើងមុននឹងជាប់បាន account មួយ account ធំវាអត់ងាយស្រួលទេដោយសារបើយើងជន់ high risk វាងាយស្រួលក្នុងការ fail បើយើងធ្វើមួយក៏មានថាវាមាន cycle របស់វាដែលយើងមិនប្រកាសថាយើងធ្វើងាយជាប់ដែររបៀបអញ្ចឹងដែលមូលហេតុថាអូខេfirm នេះវាស៊ីអញ្ចឹងហើយអញ្ចឹងខ្ញុំបានលុយពី firm ដែរអញ្ចឹងខ្ញុំដាក់មួយចំនួន trade line account ខ្លះ line account ខ្លះជាមួយនឹងទឹកលុយខ្លួនឯងដោយសារអត់អាចរំពឹងពី firm ទេថាខ្ញុំមួយខែខ្ញុំ trade អត់តន់ជាប់វិញឬក៏ពីអាទិត្យខ្ញុំ trade អត់តន់ជាប់តែខ្ញុំមានលុយណាជាមួយនឹងការសវាយឬក៏ចំណាយប្រចាំថ្ងៃប្រចាំខែអញ្ចឹងទៅអញ្ចឹងខ្ញុំមានលុយសម្រាប់ live trade ជាមួយនឹង real account ខ្ញុំមានមួយហើយជាមួយនឹង fan ខ្ញុំធ្វើតាម along the way ខ្ញុំលេងបខំបើសិនជាខ្ញុំបខំខ្ញុំដឹងថាខ្ញុំនឹងខូចការច្រើនដោយសារនេះវាជាបទពិសោធន៍យើងធ្លាប់ឆ្លងហើយអស់ហើយនៅពេលដែលយើងធ្វើយូរតែធ្វើបខំនៅក្នុង market យើងអត់អាចបខំផ្សារបានទេផ្សារវាដើរតែវាអត់ដឹងថាខ្វល់ថាយើងយកលុយហ្នឹង$100របស់យើងហ្នឹងជា$100ចុងក្រោយរបស់យើងលុយហ្នឹងលុយដែលយើងសម្រាប់បងថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងយើងយកមក flip account វាអត់ខ្វល់ទេវាដើរតែវាទេយើងតើអ្នកបខំឲ្យវាចង់ទៅ direction ឬក៏ឲ្យផលចំណេញជាមួយនឹងអីដែលយើងចង់បានតែផ្សារវាអត់ខ្វល់ទេអូខេអញ្ចឹងយើងនិយាយ the biggest win ហើយវាមានបបផ្សោតច្រើននៅក្នុងនឹងទៀតត្រឡប់មកវិញតាក់ទងទៅនឹងការ control ចិត្តសាស្ត្ររបស់យើងក្នុងការយើង apply នៅក្នុងយុទ្ធសាស្ត្រជួញដូរដែលចាប់ផ្ដើមពីឆ្នាំទី4យើងនិយាយពីឆ្នាំទី4មកដែលចាប់ផ្ដើមជាពេលវេលាដែលយើងចាប់ផ្ដើមមាន profitable ពីទីផ្សារអញ្ចឹងដឹងតើសៀប control psychology ខ្លួនឯងរបៀបម៉េចក្នុងការដែលយើង consistent rule ខ្លួនឯងធម្មតាយើង trade យើងមាន rule របស់យើងដែរតើសៀបcontrol psychology ខ្លួនឯងមិនឲ្យខ្លួនឯងបន្ត follow consistent rule នេះសម្រាប់ tip អ្នកដែល trade ជាប្រភេទ intraday ដូចខ្ញុំមានតែមួយថ្ងៃអត់ឆ្លង position ឆ្លងថ្ងៃអញ្ចឹងគឺខ្ញុំ recommend មែនតើមួយថ្ងៃមក set up 2 set up បានហើយ maximum 3 set up លើសពីហ្នឹងងាយស្រួលក្នុងការ FOMO ងាយស្រួលក្នុងការ chase market មែនតើអញ្ចឹងដែលមូលហេតុដែលខ្ញុំធ្វើបានអីដែលខ្ញុំធ្វើរាល់ថ្ងៃគឺអត់ stress ច្រើននៅក្នុង market ខ្ញុំមើលទី1អូខេខ្ញុំមាន period kill គេថា kill zone period ដែលខ្ញុំចាំ trade អញ្ចឹងឧទាហរណ៍ថាពេលថ្ងៃខ្ញុំ trade ពីចន្លោះម៉ោងប៉ុន្មានទៅម៉ោងប៉ុន្មានអញ្ចឹងខ្ញុំមើល set up តែមុនម៉ោងហ្នឹងបន្តិចទេបើសិនជាមាន set up ខ្ញុំចូលបើសិនជាអត់មាន set up ខ្ញុំអត់ចូលហើយអញ្ចឹងមួយថ្ងៃឧទាហរណ៍ថាទូទៅខ្ញុំអត់សូវ trade ពេលព្រឹកខ្ញុំ trade តែម៉ោងពេលថ្ងៃជាមួយនឹងពេលយប់អញ្ចឹងមួយថ្ងៃអាចថាមាន set up 2ចុះ maximum បើសិនជា set up អត់មានពេលថ្ងៃអញ្ចឹងអាចថាចូលបានតែមួយទេពេលយប់អញ្ចឹងទៅអញ្ចឹងពេលខ្លះថ្ងៃខ្លះក៏អត់បានចូលដូចគ្នាអញ្ចឹងក៏វារៀង slow progress ប៉ុន្តែគេថាអានេះគឺជាអីដែលយើងអាចធ្វើបានក្នុង market ដើម្បី control អារម្មណ៍ខ្លួនឯងបើយើង trade កាន់តែច្រើនងាយស្រួលក្នុងការខាត់បងកាន់តែច្រើនវាខុសពីការដែលយើងធ្វើអីផ្សេងៗណាបាទដូចឧទាហរណ៍ថាយើងទៅ gym ដល់ពេលយើង gym ញឹកញាប់ gym ច្រើនអញ្ចឹងយើងកាន់តែមាន muscle ធំឬក៏សាច់ដុំធំប៉ុន្តែ trade មិនមែនមានន័យថាមួយថ្ងៃចូល10 trade ចំណេញច្រើនជាងអ្នកចូលមួយថ្ងៃ2 trade ទេរៀបអញ្ចឹងណាប៉ុន្តែដោយសារអីគេហៅថាបើយើងប្រៀបធៀបទៅម្នាក់គឺជារបៀបអ្នកបាញ់កាភ្លើងជា sniper មានន័យថាគេមុននឹងគេចូលកេះកាយមួយមុននឹងគេបាញ់គឺគេបាន calculate ច្បាស់លាស់ពេលវេលា timing គេហៅថាតើខ្យល់វាមិនអីគេកម្រនៅការខុសគេកម្រនៅការ fail ហើយវាមួយគឺមានថាវាមានការ calculate ច្បាស់លាស់វាខុសពីអ្នកដែលគាត់បាញ់កាភ្លើងរបៀបថា machine gun របៀបរះដូច Rambo ហ្មងបាទអញ្ចឹងមានន័យថាគឺវាមានភាពដែលថាចោលគ្រាប់ច្រើនឬក៏វាខូចបាត់បង់វាថាfail ហ្នឹងវាច្រើនជាងចំណុចដែលត្រូវវាអត់សូវ hit target ទេអញ្ចឹងស៊ីថតើយើងចង់លេងជាមួយណារបៀបអញ្ចឹងសម្រាប់ខ្ញុំ control ខ្លួនឯងបានគឺយើងលេងជារបៀប sniper ច្រើនល្អជាងហើយ control cycle ខ្លួនឯង psychology ខ្លួនឯងបានច្រើនយើងអត់សូវ chase market ទេដូចក៏ថ្ងៃមូលហេតុអីបើខ្ញុំមកអង្គុយនិយាយ podcast ឬក៏ខ្ញុំទៅជួបគេឬក៏ខ្ញុំទៅជួប meeting team ប្រចាំថ្ងៃបានគឺដោយសារខ្ញុំមានម៉ោងខ្ញុំ trade
ខ្ញុំអត់សូវ focus ថាត្រូវតែ trade for ខ្លួនឯង trade ដើម្បីរលុយហ្នឹងដើម្បីរស់ទេដោយសារគេហៅថាខ្ញុំដឹងថាខ្ញុំចូលមក set up ជាជាងដែលខ្ញុំចូលមួយថ្ងៃ10 set up ខ្ញុំចូលតែ2 set up ខ្ញុំចំណេញច្រើនជាងអញ្ចឹងខ្ញុំសុខចិត្ត limit ខ្លួនឯង trade មានម៉ោងមានពេលវេលាដូចខ្ញុំនិយាយមុនហ្នឹងបើសិនជាត្រូវ clear ក៏ខ្ញុំ clear តែកាត់ខាតក៏ខ្ញុំកាត់ខាតនេះជាអីដែលយើងអាច control ខ្លួនឯងបានដោយសារហើយមួយទៀតយើងអត់ធ្មត់ដែរគេថា the more you can wait the more you can win in this market អញ្ចឹងបើយើងកាន់តែអត់ធ្មត់បានចាំទៅដល់កន្លែង key level ឬក៏អីវាកម្រថា fail វាថាយើងដឹងថាគ្រប់យ៉ាងវាឡើងអញ្ចឹង probability ដែលវា work out វាច្រើនតែសួរថាក្នុងហ្នឹងវាមាន SL ឬក៏វាមានខុសអត់វាគង់តែមានខុសទេហើយនៅពេលដែលយើងខុសគឺយើងទទួលខុសថាអាហ្នឹងគឺជាភាពមិនច្បាស់លាស់ឬក៏ភាព random នៅក្នុង market យើងអត់អាចគ្រប់គ្រងវាបានទេអីដែលយើងគ្រប់គ្រងបានគឺចាំឲ្យវាដល់កន្លែង entry របស់យើងដាក់ SL យើងដាក់ TP ហ្នឹងខ្ញុំគ្រប់គ្រងឲ្យអស់អីដែលខ្ញុំត្រូវធ្វើខ្ញុំធ្វើឲ្យអស់ outcome ជាអីដែលខ្ញុំអត់អាចគ្រប់គ្រងបានទេអញ្ចឹងទុកឲ្យ market វាអ្នកសម្រេចអូខេអញ្ចឹងមានន័យថាដើម្បីគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននៅក្នុងការជួញដូរលក្ខណៈ intraday អញ្ចឹងគឺយើងកាត់បន្ថយចំនួន trade ចំនួនការចូលហើយនឹងមានពេលវេលា time zone ច្បាស់លាស់ដើម្បីយើងមានពេលវេលាសម្រាប់ខ្លួនឯងដែរអូខេព្រោះធម្មតាអ្នក trade ដែលគាត់ trade intraday គឺយើងឃើញច្រើនគឺគាត់ចូលញឹកចូលហើយចូលទៀតហើយអត់មានមកអត់មានពេលទេណាព្រោះគាត់ដល់ពេលអញ្ចឹងវាធ្វើឲ្យគាត់ពិបាកមែនតើក្នុងការ control ខ្លួនឯងថាវាមិនដឹងថាពេលវេលាណាគូ trade ពេលវេលាណាដែលត្រូវសម្រាប់ពេលវេលាដែលគាត់សម្រាប់ក៏តិចដែរព្រោះអីគាត់ចូលគ្រប់តែម៉ោងហ្នឹងបាទដល់ពេលសៀបគឺកំណត់ម៉ោងជាក់លាក់ហ្មងថានៅក្នុងចន្លោះម៉ោង session key zone នៅក្នុង session មួយគឺត្រូវមានម៉ោងនៅក្នុង session ហើយត្រូវបញ្ចប់កិច្ចការរបស់យើងនៅក្នុង session ទៀតអញ្ចឹងវាធ្វើឲ្យចំនួន trade យើងក៏តិចយើងងាយនឹងការ control ខ្លួនឯងហើយយើងអាចនឹងមានពេលវេលាច្រើនក្នុងការសិក្សាមើលថាប្រូបាបយើងនៅថងកន្លែងណាអញ្ចឹងអានេះជាចំណុចកលឹះពិសេសមែនដែលសៀបបានចែកម្លែកហើយបន្តទៅទៀតយើងនិយាយតាក់ទងនឹងការ control មិញនិយាយពីការកំណត់ SLTP អញ្ចឹងដឹងដែរថាតើរបៀបដែលសៀប control ទៅលើ risk management ណាជាទូទៅសៀប control របៀបម៉េចបើនិយាយពី risk management ឥឡូវខ្ញុំបែងចែកចេះគេហៅថាដោយសារតែមុនហ្នឹងខ្ញុំបាន mention ដែរខ្ញុំ trade ជាមួយនឹង live account ផងខ្ញុំ trade ជាមួយនឹង fund ផងអញ្ចឹងបើសិនជា account ហ្នឹងជាលុយពិតហ្មងអញ្ចឹង 1% to 2% 1% ទៅ 2% maximum per trade គឺមានន័យថាយើង limit អញ្ចឹងអានេះវាស៊ីសងដែរ capital របស់យើងប៉ុន្មានយើងគិតថាrisk ប៉ុន្មានដែលយើងcontrol ងាយស្រួលហើយយើងអត់សូវ impact ទៅលើអារម្មណ៍ដោយសារតែគេហៅថានៅពេលដែលយើងចូលផ្សារភ័យដែលយើងចូលផ្សារទៅយើងអត់អាច hold position ដល់គោលដៅយើងត្រូវ back ត្រឡប់មកលើ position របស់យើងវិញ lot size ដែលយើងចូលវិញ risk ដែលយើងចូលវិញតើវាធំហួសជាមួយនឹងអីដែលយើងអាច afford to lose ឬក៏អាចបាត់បង់បានអត់បើសិនជាវាអាចថាយើងអត់ control ប៉ុណ្ណឹងបានទេឬក៏អាហ្នឹងវាលើសពីអីដែលយើងអាចបាត់បង់បានចង់យើងមានអារម្មណ៍ខ្លាំងជាមួយនឹង position មួយហ្នឹងឯងតែមួយហ្នឹងទេ position មួយហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាអូខេអានេះលុយនេះបើសិនជាខាតអានេះស្មើនឹង20ឬក៏ 50% នៃទឹកលុយបាត់ហើយទីហោថាគាត់មាន 1000 ចូលមក position ហ្នឹងគាត់ខាតដល់ 500 អញ្ចឹងគ្រាន់តែឃើញកំហល់មុំ 100 200 គាត់ចាប់ដើមភ័យបាត់ហើយចាប់ដើមភ័យតែពេលមនុស្សចាប់ដើមភ័យការសម្រេចចិត្តវាលែង logical វាលែងទៅតាម plan អស់ហើយវាខូចអស់ហើយដល់ពេលអញ្ចឹងងាយស្រួលក្នុងការដែលគាត់ខាតបងច្រើនខាតបងអញ្ចឹងរហូតអញ្ចឹងសម្រាប់ខ្ញុំគឺ account real ខ្ញុំ limit ត្រឹម 1% 2% អូខេប៉ុណ្ណឹងដោយសារទឹកលុយខ្ញុំ trade account live អាចថាឥឡូវខ្ញុំឧទាហរណ៍ថា 20k អញ្ចឹងមក set up ចន្លោះពី200 ទៅ 400 អញ្ចឹងបើសិនជាប៉ុណ្ណឹងវាអត់អីជាមួយនឹងការ living របស់ខ្ញុំ trade តែប៉ុណ្ណឹងអូខេអញ្ចឹងខ្ញុំ consistent តែ trade តែប៉ុណ្ណឹងទៅបានហើយកុំបង្ខំខ្លួនឯងដោយសារមួយថ្ងៃពេលខ្លះខ្ញុំចូលតែមួយ trade ហ្នឹងហើយមួយ trade ហ្នឹងពេលខ្លះខុសទៀតអានេះជាអីដែលខ្ញុំចែកម្លែកថាចេះខ្ញុំអត់ចង់ថាខ្ញុំអត់និយាយថាខ្ញុំwin rate ខ្ពស់ឬក៏ probability ខ្ពស់ទេខ្ញុំធ្លាប់បើកឲ្យគ្នាយើងនៅក្នុង streamer ដែរ win rate របស់ខ្ញុំត្រឹមតែ60ជាងទេ
មានន័យ win rate របស់ខ្ញុំត្រូវតែ60ជាងតែប៉ុន្តែមានន័យថាចេះដោយសារតែចំនួន risk reward របស់ខ្ញុំអត់ដែលតូចជាងមួយទេ reward ត្រូវតែធំជាង risk បើសិនជាខ្ញុំហ៊ានខាតផ្ទះថាមួយ trade ហ្នឹង200អញ្ចឹងអីដែលខ្ញុំទទួលបានក៏ត្រូវតែធំជាង200ដែរយ៉ាងណាក៏200ឬក៏400ដែរ1ទល់2ដែរហ្នឹងជាអីដែលខ្ញុំអាច control ខ្លួនឯងវាថាlimit ខ្លួនឯងបានហើយខ្ញុំទទួលស្គាល់ខុសដោយសារខ្ញុំអាចបើក account នេះមើលបានគឺខ្ញុំមិនមែន trade kill រហូតទេគឺខ្ញុំមានពេលខុសមានពេលខាតមានពេលកាត់ចោលដូចគ្នាបាទហើយពេលខ្លះសំបីតែចេះដូចខ្ញុំនិយាយមុនហ្នឹងវាមានភាពមិនច្បាស់លាស់នៅក្នុង market អញ្ចឹងអីដែលខ្ញុំ control បានគឺខ្ញុំ control ជាមួយនឹង limit SL របស់ខ្ញុំបើខ្ញុំខុសមួយថ្ងៃហ្នឹងគឺខ្ញុំសុខចិត្តខាតប៉ុណ្ណឹងអញ្ចឹងខ្ញុំកាត់ខាតចោលថ្ងៃស្អែកជាថ្ងៃថ្មីអារម្មណ៍ថ្មីខ្ញុំមើលផ្សារច្បាស់ជាងមុនខ្ញុំចូលបាន set up ថ្មី recover ដោយសារចេះខ្ញុំចង់ចែកម្លែកគ្នាយើងដែរខ្ញុំជឿថាម្នាក់ដែលខាតបងច្រើនណា chase market គឺងាប់រស់តែក្នុងមួយយប់ឬក៏ក្នុងមួយថ្ងៃទេដោយសារតែគាត់ទីមួយគាត់អត់ព្រមចាញ់ផ្សារគាត់អត់មានកន្លែងដែលគាត់ត្រូវ stop អញ្ចឹងងាប់រស់ក្នុងមួយថ្ងៃនេះខ្ញុំចង់និយាយថាម៉េចលើឧទាហរណ៍ថាកមុនមាសរបៀបថាពេលដែលវាគៀក all time high ហើយយកថ្ងៃសុកអញ្ចឹងគ្រប់គ្នាអាចនឹងជាប់ sell អញ្ចឹងគាត់អត់ព្រមចាញ់ថាផ្សារហ្នឹងវាអាចបន្តឡើងទៀតទេគាត់ជាយាម chase ទិញលក់ចូលលក់បន្តរហូតដាច់ all time high ក៏លក់ដាច់ all time high ប៉ុន្តែឃើញអត់មួយយប់ពេញហ្នឹងវាអត់ចុះទេចុះអត់ដូចទេទៅហើយទៅទៀតខ្ទង់30 40លេខទៅលើទៀតអញ្ចឹងដាច់ account តែមួយយប់ហ្នឹងស្អែកឡើងព្រលឹមឡើងធ្លាក់វិញ50លេខស៊ីអាហ្នឹងមានន័យថាគឺគ្រប់យ៉ាងងាប់រស់តែមួយថ្ងៃអញ្ចឹងបើខ្ញុំទ្រឹស្ដីខ្ញុំនៅក្នុង trade ដែលខ្ញុំគេហៅទុកខ្លួនឯងខាមខ្លួនឯងដោនណាអានេះមិនមែនជាថ្ងៃរបស់ខ្ញុំទេស្អែកខ្ញុំគិតទៀតអត់ខ្វល់ទេថ្ងៃហ្នឹងខាតអូខេស្អែកខ្ញុំគិតទៀតដោយសារខ្ញុំដឹងថាស្អែកអារម្មណ៍ថ្មីគេហៅថាយើងភ្នែកយើងfresh ដើម្បីអញ្ចឹងយើងអាចងាយស្រួលក្នុងការមើលផ្សារជាងបើសិនជាប្រៀបដូចខ្ញុំធ្លាប់ mention ដែរបើសិនជាយើងអ្នកដែលគាត់ចូលចិត្ត hold position ឆ្លងថ្ងៃឆ្លងខែគាត់ជាប់បាយគាត់មើលតែ confirm បាយទេគាត់ ignore គ្រប់យ៉ាងដែល confirm ថាផ្សារហ្នឹងវាចុះមក sell វា direction មកវាធ្លាក់មកវិញដោយសារគាត់ជាប់ផ្សារហើយប៉ុន្តែខ្ញុំជឿថាបើសិនជាគាត់អត់ជាប់ផ្សារគាត់អាចនឹងរកឱកាស sell អាហ្នឹងមានន័យថាម៉េចមានថាពីរខុសគ្នាបាទដោយសារគាត់ជាប់ហើយជាប់បាយហើយអញ្ចឹងគាត់ភ្នែកគាត់រកតែ confirm បាយទេគាត់មើលឃើញបាយច្រើនជាង sell អញ្ចឹងបើសិនជាគាត់អត់ជាប់បាយអញ្ចឹងបើសិនជាគាត់ hold ខាតអញ្ចឹងគាត់សុខចិត្តកាត់ខាតមួយថ្ងៃហ្នឹងគាត់នឹងឃើញឱកាសថ្មីស្អាតដែលវា clean set up sell នៅថ្ងៃស្អែកនេះហើយគាត់អាចចំណេញអាហ្នឹង recover ជាមួយនឹងអាចាស់ទៀតអញ្ចឹងអានេះអីដែលយើងអាចលេងគឺរបៀបអញ្ចឹងដោយសារនេះវាជាបទពិសោធន៍ដែលខ្ញុំដឹងថា market វាអញ្ចឹងហើយវាតែមួយថ្ងៃទេអញ្ចឹងសុខចិត្តចាញ់វាមួយថ្ងៃទៅវាអញ្ចឹងជាជាងដែលចាញ់ទាំងអស់ក្នុងមួយថ្ងៃអត់មានពេល recover មកវិញអូខេអញ្ចឹងមានន័យថារាល់ប្រតិបត្តិការជួញដូររបស់យើងត្រូវមានកំណត់ជាក់លាក់ថាក្នុងមួយ trade ហ្នឹងយើង risk ប៉ុណ្ណាកុំឲ្យវាធំលើសពី affordable risk ដែលយើងអាចទទួលយកបាននៅក្នុងទំហំមួយដែលយើងអូខេបើសិន risk ប៉ុណ្ណឹងអត់អីទេអារម្មណ៍យើងថ្ងៃហ្នឹងអូខេថ្ងៃស្អែកយើងអាច start ថ្មីបានអូខេអញ្ចឹងអាហ្នឹងពាក់ព័ន្ធមួយការ control ទៅលើ risk management ចុះមួយទៀតតកតងទៅនឹងការជួញដូរក្រៅពីយើងមើលទៅលើយុទ្ធសាស្ត្រជួញដូរបែប technical សិមានមើលព័ត៌មានឬក៏ទិន្នន័យសេដ្ឋកិច្ចឬក៏អីក្រៅពីនឹងទៀតបន្ថែមពីលើនឹងមើលដូចគ្នាបងដោយសារខ្ញុំប្រាប់គ្នាយើងមួយតាក់ទងជាមួយនឹងការ analyze គេហៅថាអ្នកខ្លះ ego តាក់ទងជាមួយនឹងការ analyze ហ្នឹងរបៀបមិនអត់គឺគាត់គូ analyze ហ្នឹងហើយគាត់ចង់ឲ្យផ្សារហ្នឹងដើរតាមអាហ្នឹងឬក៏បង្ខំឲ្យផ្សារហ្នឹងដើរដូចអាហ្នឹងហើយក៏ពិតចេះបើសម្រាប់ខ្ញុំពីមុនខ្ញុំអត់សូវដឹងឬក៏ខ្ញុំអត់សូវចាប់អារម្មណ៍មួយ fundamental ច្រើនទេប៉ុន្តែឥឡូវខ្ញុំអាចថាខ្ញុំមើលច្រើនជាមួយនឹង fundamental ដោយសារមិនខ្ញុំដឹងថាក៏ពិតកត្តា fundamental ជាអ្នករុញផ្សារធំជាងអីទាំងអស់ fundamental គឺទី1ដែលជាអ្នករុញផ្សារឲ្យ move ខ្លាំងៗឥឡូវយើងឧទាហរណ៍ថាព័ត៌មាន economic របៀប non farm ឬក៏អីដែលវា move 10 20លេខនេះអាហ្នឹងវាជាព័ត៌មានរបៀប fundamental ដែលវារុញផ្សារ move អញ្ចឹងសួរថាតើយើងជា trader ហ្នឹងតើយើងអាច predict ជាមួយ fundamental អត់ទេប៉ុន្តែអីដែលយើងអាចធ្វើបានក៏ពិត technical គឺវាដើរក្រោយជាមួយនឹង fundamental ដើរក្រោយរបៀបម៉េច technical គ្រាន់តែជាការដែលយើងអាច analyze ជាមួយនឹង
fundamental ដែលវាបានបង្កើតហើយយើងដឹងថា key កន្លែងណាដែលវាអាចចុះមកយកឬក៏វា respect ឬក៏យើងអាចចាប់កន្លែងណាសម្រាប់ចូលឬក៏សម្រាប់ចេញជាមួយនឹងផ្សាររបៀបអញ្ចឹងមានន័យថាឲ្យ fundamental វារុញផ្សារឲ្យហើយទៅ technical របស់យើងនេះគ្រាន់តែជាកន្លែងដែលថាអូខេធ្លាប់ repeat pattern នឹងកើតឡើងដដែលឆាតហ្នឹងវាត្រូវ retracement ប្រព័ន្ធនេះប្រហែលភាគរយមុននឹងវាបន្តឡើងទៅទៀតអានេះគឺជា technical ដែលយើងយក apply ក្នុងទីផ្សារដើម្បីចូល trade អានេះចឹងមានន័យថាfocus លើ fundamental ក៏យើងត្រូវមើលដូចគ្នាប៉ុន្តែគេថាដូចខ្ញុំ style ដែលខ្ញុំ trade គឺខ្ញុំអត់ដែល trade មុនព័ត៌មានទេបើព័ត៌មានទីឲ្យយប់ហ្នឹងព័ត៌មាន nan farm ម៉ោង 7 កន្លះខ្ញុំអត់ trade មុនព័ត៌មានទេអញ្ចឹងឲ្យព័ត៌មានចេញឲ្យ fundamental វាចេញហើយអញ្ចឹងយើងដឹងអូខេព័ត៌មានហ្នឹងវាល្អឬក្រក់តែវាចង់ឲ្យផ្សារហ្នឹងស៊ីលើឬក៏ស៊ីក្រោមអញ្ចឹងបន្ទាប់ពីហ្នឹងអីដែលខ្ញុំអាចធ្វើបានគឺខ្ញុំ apply technical ចូលរក key level ដែលវាត្រូវទៅយកឬក៏ទៅ respect target ទៅដល់កន្លែងដែលវាត្រូវស៊ីទៅឬក៏ខាងលើឬខាងក្រោមទៅអញ្ចឹងផ្ដោតទៅលើtechnical របស់យើងប៉ុន្តែកុំឲ្យថាគ្រប់យ៉ាងត្រូវតែដើរ follow តាម technical ដែលយើង analyze ដូចខ្ញុំនិយាយផ្សារវាអត់ខ្វល់ជាមួយនឹងការគូ trend line របស់យើងផ្សារអត់ខ្វល់ជាមួយនឹងការគូរបៀប confirm របៀបយើងCISD order block FVG ឬក៏អីហ្នឹងតែវាអត់ខ្វល់ទេជួនកាលទីសូម្បីតែខ្ញុំនិយាយថារឿងភាពដែលវាមិនច្បាស់លាស់ក្នុងផ្សារយើង analyze គ្រប់យ៉ាងហ្នឹងវាត្រូវឲ្យ confirm ហើយយើងចូលពឹបព័ត៌មានមិនប្រក្រតីមួយ Trump និយាយអីមួយ Trump post អីមួយពប់ឆ្វាច់ផ្សារដើរលេងទៅតាម technical បាទស៊ីអញ្ចឹងមានន័យថាអាហ្នឹងវាជាភាព random ហើយយើងអត់អាចបន្ទោសថាហេតុអីមិនព្រមដើរតាម technical របស់ខ្ញុំវាទៅស្អីអា fundamental វាធំជាងទោះជា technical ហ្នឹងវាមានក៏ដោយតែ fundamental ហ្នឹងវាធំជាងវារុញផ្សារហ្នឹងទៅប្រជ្រះគោលដៅដែលវាកំពុងតែមាននេះអញ្ចឹងមានថាយើងអត់អាចគ្រប់គ្រងបានទេវាមាន uncertainty នេះភាពមិនច្បាស់លាស់គឺក្នុងហ្នឹងច្រើនគ្រាន់តែ technical គឺយើងអាចរកកន្លែងចេញចូលផ្សារបានល្អអូខេបាទជាជាងដែលយើងបើសិនយើង trade fundamental សុទ្ធយើងអត់មានកន្លែងដែលកេងតម្លៃកេង SL ឬក៏អីវាខ្លះក៏យើងអត់មានបានចូល entry ដែលស្អាតអញ្ចឹងទៅរបៀបអញ្ចឹងអូខេវ៉ាវអូខេអញ្ចឹងថ្ងៃហ្នឹងបានបទពិសោធន៍ច្រើនមែនតើពីស៊ីអរគុណច្រើនមែនតើសម្រាប់ការចែកម្លែកបទពិសោធន៍របស់យើងថ្ងៃនេះហើយមានចង់ឲ្យសេបមានអីផ្ដាំផ្ញើសម្រាប់បងប្អូនយើងដែលគាត់អត់ទាន់ profitable ឬក៏គាត់អត់ទាន់លក្ខណៈថារកអីដែលជារបស់ខ្លួនឯងនៅក្នុងការជួញដូរឃើញឬក៏បងប្អូនដែលថ្មីដែលគាត់ឃើញវិស័យហ្នឹងគាត់ចាប់អារម្មណ៍ហើយគាត់ចង់ start ថាគាត់គួរចាប់ផ្ដើមគិតគូរ start ពីចំណុចណាទៅអានេះបើសម្រាប់ថាឥឡូវខ្ញុំនិយាយជ្រុងពីអ្នកដែលចង់ start early របៀបជាសិស្សសកលឬក៏ទើបចប់វិទ្យាល័យអញ្ចឹងទៅទី1វាអាចល្អថងមិនអត់អ្នកដែលគាត់ start early ដូចខ្ញុំធ្លាប់ mention ដែរគឺទី1គាត់អត់មានលុយច្រើនក្នុងការខាតទេអញ្ចឹងបើសិនតែចង់សាកក៏សាកទៅប៉ុន្តែនៅខ្ញុំតែ recommend ដដែលគឺ invest ទៅលើការរៀនសិនហើយរៀនសិនជាមួយនឹងមិនថាជារៀនជាមួយនឹង YouTube រៀនជាមួយនឹង mentor រៀនជាមួយនឹង course អីទេគឺអាចរៀនមានលទ្ធភាពបានរៀនសិនទៅគឺពេលដែលយើងត្រូវយក skill មួយហ្នឹងហើយទៅapply ជាមួយនឹង market ជាក់ស្ដែងអញ្ចឹងមិនយើងដឹងថាតើយើងអាចយល់បានឬក៏យើងចាប់បានយើងធ្វើបានជាមួយនឹង market control ខ្លួនឯងជាមួយនឹងការ trade បានអត់ដោយសារតែភាគច្រើនយើងរៀនបកកែមិនប្រកាសថាយើងធ្វើអានឹងជោគជ័យទេនៅពេលដែលយើងអារម្មណ៍របស់យើង control អត់បានល្អការ control សាច់ប្រាក់របស់យើងអត់បានល្អ risk management អត់បានល្អក៏វាអត់ទៅមុខដែរអញ្ចឹងគេថាប៉ុន្តែយ៉ាងហោចណារៀនសិនណា apply សិនទៅហើយព្យាយាម self reflect ខ្លួនឯងថាតើយើងមានធ្វើអី update បន្ថែមឬក៏យើងធ្វើអីដែលយើងគួរធ្វើឲ្យអស់នៅបើយើងធ្វើអីឲ្យអស់ដែលយើងគួរធ្វើអាហ្នឹងមានថាយើងឈ្នះខ្លួនឯងហើយយើងធ្វើរឿងដែលត្រូវហើយជាជាងដែលយើង focus ទៅលើ P&L ខ្លាំងពេកជាជាងដែលយើង focus ទៅលើថាចំណេញខាតខ្លាំងពេកយើងអត់ focus ទៅលើថាយើងធ្វើអីដែលត្រូវដោយសារសម្រាប់ខ្ញុំមូលហេតុដែលខ្ញុំអាច stay in market ឬក៏ psychology របស់ខ្ញុំគ្រាន់បើគឺដោយសារតែខ្ញុំដឹងថាខ្ញុំធ្វើអីដែលត្រូវដូចខ្ញុំនិយាយថា outcome ជារឿងបន្ទាប់ដែលខ្ញុំអត់អាចគ្រប់គ្រងបានអញ្ចឹងណាទោះជាវាខាតក៏ខ្ញុំសប្បាយចិត្តដោយសារខ្ញុំធ្វើអីដែលខ្ញុំត្រូវធ្វើឲ្យអស់ហើយលទ្ធផលជារឿងដែលខ្ញុំអត់អាចគ្រប់គ្រងគាត់តែខ្ញុំដឹងថានៅក្នុងរយៈពេលយូរគឺខ្ញុំធ្វើអញ្ចឹងគឺខ្ញុំនឹង survive បានខ្ញុំនឹងរស់បានជាមួយនឹង market ខ្ញុំអាចចំណេញបានប៉ុន្តែអ្នកម្នាក់ទៀតគាត់អាចថាគាត់
ដោយសារក្នុង market នេះវាខុសជាមួយនឹងអាការដែលយើងរកស៊ីឬក៏ការនេះជាក់ស្ដែងគេថាយើងអាចនឹងធ្វើអីគ្រប់យ៉ាងត្រូវមិនប្រកាសថាយើងចំណេញលុយប៉ុន្តែយើងធ្វើគ្រប់យ៉ាងខុសក៏យើងអាចចំណេញលុយបានដែរខ្ញុំសូមលើកឧទាហរណ៍ចំណុចហ្នឹងមួយឧទាហរណ៍ថាយើងធ្វើអីគ្រប់យ៉ាងដែលខុសគឺរបៀបមិនយ៉ាងឧទាហរណ៍ថាយើងខាតថ្ងៃហ្នឹង$100ចូលខាតអស់$100 deposit បន្ថែម$500ដើម្បី recover អាហ្នឹងភ្លាម revenge trade chase market អស់200ដល់មកគាត់ថែម$1000ទៀតដើម្បី recover អស់200បូក100ហ្នឹង300ហ្នឹងគាត់ recover មកវិញបាន500អញ្ចឹងគាត់សប្បាយចិត្តដោយសារអីគាត់ profit អញ្ចឹងគាត់មានអារម្មណ៍ថាគាត់កំពុងតែធ្វើរឿងដែលត្រូវក៏ពិតរឿងហ្នឹងគឺជារឿងដែលមិនត្រូវធ្វើនៅក្នុង market អូខេ ដោយសារយើងត្រូវទទួលស្គាល់អារបៀបហ្នឹងគឺរឿងហ្នឹងគឺជារឿងដែលមិនត្រូវធ្វើទេរឿងហ្នឹងរឿងអត់ត្រូវទេប៉ុន្តែឃើញតែបើយើងនិយាយ P&L គាត់ចំណេញលុយអត់គាត់ចំណេញលុយ in term of like in term of money profit ចេញមកវិញគាត់ចំណេញអត់គាត់ចំណេញប៉ុន្តែអាហ្នឹងគឺថាតើគាត់ធ្វើត្រូវអត់គាត់ធ្វើអត់ត្រូវទេប៉ុន្តែដូចទីហត់ថាខ្ញុំពេលខ្លះខ្ញុំធ្វើត្រូវមិនប្រកាសថាខ្ញុំចំណេញលុយដោយសារអីវាមានភាពមិនច្បាស់លាស់ប៉ុន្តែខ្ញុំនិយាយថា long term នៅក្នុង market ហ្នឹងអញ្ចឹងឧទាហរណ៍ថាគាត់ចង់ធ្វើរបៀបអញ្ចឹងដដែលឃើញគាត់ចាប់ដើមឃើញលុយចំណេញដោយសារគាត់ធ្វើរូបភាពមួយហ្នឹងអញ្ចឹងគាត់នឹង repeat ច្រំដែរជាមួយសកម្មភាពហ្នឹងដដែលជាមួយនឹង market ហើយ market ដល់ពេលមួយត្រូវការតែម្ដងទេដើម្បី wipe out របស់យើងទាំងលុយរបស់យើងទាំងអស់ដែលយើងធ្លាប់ធ្វើកំហុសហ្នឹងហ្មងគឺមានន័យថាវានឹង harmful យើងថាអាហ្នឹងយើងធ្វើតែ repeat ដដែលដូចមីអញ្ចឹងនៅពេលផ្សារ sideways គ្រប់គ្នានឹងចំណេញតែផ្សារទៅ one direction wipe out អ្នកមកហៀងយកមកអញ្ចឹងត្រូវការតែមួយពេលទេអាលុយដែលយើងធ្លាប់ធ្វើប្រហែលណាធ្លាប់ចំណេញទាំងប្រហែលហ្នឹងបាទបាត់បង់ទាំងអស់ក្នុងមួយថ្ងៃបងខូចការទាំងអស់ក្នុងមួយថ្ងៃបងដែលអាហ្នឹងវាជាគេហៅថា disaster មួយគ្រោះថ្នាក់ធំមួយដែលអ្នក trade របៀបអញ្ចឹងគាត់អត់ចាប់អារម្មណ៍គាត់គិតថាគាត់កំពុងតែធ្វើរឿងដែលត្រូវហើយខ្ញុំជឿអញ្ចឹងនៅពេលដែលគាត់កំពុងធ្វើត្រូវគឺពេលដែលគាត់កំពុងចំណេញនិយាយគាត់ក៏អត់ស្ដាប់ទេយ៉ាគាត់បានលទ្ធផលនិយាយអញ្ចឹងនិយាយគាត់ក៏អត់ស្ដាប់ទេដោយសារអីខ្ញុំមួយខែខ្ញុំរកបានតែ 10% 15% ហ្នឹងគាត់មួយថ្ងៃគាត់ធ្វើរបៀបអញ្ចឹងគាត់ចំណេញបាន 10% បាត់ហ្នឹងនិយាយមួយគាត់ក៏អត់ស្ដាប់ទេអញ្ចឹងនៅមូលហេតុដែលខ្ញុំគាត់ថាអូខេអ្នកដែលយើងអាចណែនាំយើងអាច share experience បានបើគាត់ទទួលយកក៏គាត់ទទួលយកបើគាត់មិនទទួលយកទុកឲ្យគាត់ experience អាហ្នឹងខ្លួនឯងទុកឲ្យ market បង្រៀនមេរៀនហ្នឹងឲ្យគាត់ដោយសារមិនយូរមិនឆាប់គាត់នឹងជួបអាមួយហ្នឹងឯងអូខេគាត់នឹងជួបគ្រោះថ្នាក់ធំហ្នឹងមួយឯង yes មិនមានន័យថាចង់ឲ្យគាត់ជួបគ្រោះថ្នាក់ឬក៏បនឲ្យគាត់ខូចខាតធំទេប៉ុន្តែ market គឺវាអញ្ចឹងយើងអីទៅធ្វើបានគឺយើង play along market យើងអាចគ្រប់គ្រងវាបានទេអញ្ចឹងគេហៅថាខ្ញុំ focus ទៅលើអីដែលខ្ញុំត្រូវធ្វើជាជាងខ្ញុំ focus ទៅលើលុយដែលចំណេញឬក៏លុយដែលខាតក្នុងមួយថ្ងៃហ្នឹងដោយសារខ្ញុំអត់ calculate ជាមួយនឹងលុយដែលខ្ញុំចំណេញខ្ញុំដែលខាតនៅក្នុងពេលមួយថ្ងៃទេអញ្ចឹងថាខ្ញុំ stay long term បានលុះថាខ្ញុំ calculate អាហ្នឹងជា long term អញ្ចឹងខ្ញុំសុវ័យបានអូខេហ្នឹងមែនខ្ញុំធ្វើរឿងដែលត្រូវហើយអញ្ចឹង control លើអីដែលយើង control បានរឿងដែលមិន control បានដូចជា TP ឬក៏ SL ឬក៏ P&L របស់យើងហ្នឹងអាហ្នឹងយើងគិតជារឿងបន្ទាប់អូខេអញ្ចឹងមានន័យថាបើគាត់ជាអ្នកថ្មីហ្មងគាត់គួរតែចាប់ផ្ដើមពីការរៀនសូត្រទៅមុនហើយព្យាយាមគ្រប់គ្រងទៅលើ ego របស់ខ្លួនឯងហើយមើលអីដែលគួរនិងមិនគួរអ្វីដែលគួរ practice អ្វីដែលមិនគួរ practice គឺយើងត្រូវតែសិក្សាមើលពីអ្នកដែលគាត់ឆ្លងកាត់ហើយជៀសវាងគាត់ជួបហៅ disaster ពេលណាមួយដែលសារតែគាត់អត់បានសិក្សាពីបទពិសោធន៍ឬក៏កំហុសរបស់អ្នកមុនណាអញ្ចឹងពេលខ្លះ experience ខ្លះយើងអត់ចាំបាច់ត្រូវតែឆ្លងខ្លួនឯងមែនទេដើម្បីយើងរៀនគឺយើងអាចlearn ពីអ្នកដែលគាត់ឆ្លងកាត់ហើយយើងយកអាហ្នឹងមកអូខេអាហ្នឹងគឺគេធ្វើទៅអត់ត្រូវអញ្ចឹងយើងកុំធ្វើអាហ្នឹងអូខេយើងអាចរៀនពីចំណុចហ្នឹងបានយើង save បានច្រើនទៀតហ្នឹងហើយគេថាពេលខ្លះយើងរៀនទីមួយយើងរៀនពីកំហុសខ្លួនឯងយើងរៀនបានប៉ុន្តែដើម្បីយើងពន្លឿននៅក្នុងការរៀនអញ្ចឹងមូលហេតុដែលពេលខ្លះគេថាគេឆាច course ឬក៏អីគេឆាចដោយសារអីយើងទៅទិញមិនមែនត្រឹមតែទិញមេរៀនទេយើងទៅទិញ experience យើងទៅទិញអាភាពជៀសវាងនឹងការខាតបង់ធំនេះcontrol ជាមួយនឹងអារម្មណ៍វាអាហ្នឹងគឺជាអីដែលយើងត្រូវទៅទិញហើយមួយទៀតដូចគាត់និយាយថាយើងមិនត្រូវការទៅភ្លុកខ្លួនឯងអស់ទេ
ដោយសារនេះយើងអាចរៀនជាមួយនឹង experience ឬក៏កំហុសដែលគេធ្លាប់ធ្វើហើយអញ្ចឹងយើងជៀសបានយើងពង្លឿនបាននៅក្នុងការធ្វើវានិយាយថាឧទាហរណ៍ funny មួយយើងមិនចាំបាច់ទៅជន់មីនខ្លួនឯងឲ្យដឹងថាមីនហ្នឹងវាជន់ទៅវាផ្ទុះដៃជើងទេដោយសារហ្នឹងវាបបិសោតពីគេថាមីនជន់ទៅផ្ទុះដៃជើងហើយអញ្ចឹងមិនចាំបាច់ទៅភ្លុកខ្លួនឯងណាចង់សាកដែរជន់ដៃជើងសួរពេលខ្លះវាចាំបាច់ក្នុងការទៅ try ធ្វើអាហ្នឹងអត់បើគេប្រាប់ហើយថាអាហ្នឹងគួរជាហើយហេតុអីមិនយើងទៅធ្វើអាហ្នឹងទៀតអញ្ចឹងអូខេល្អមែនតើថ្ងៃហ្នឹង podcast របស់យើងដល់ទីបញ្ចប់ហើយក៏អរគុណសៀមមែនតើអរគុណខ្លាំងមែនតើជំនួសឲ្យទស្សនិកជនដែលបានចែករំលែកបទពិសោធន៍ទាំងជូរចត់ទាំងសប្បាយមានគ្រប់រសជាតិតែម្ដងវគ្គរបស់យើង season 3 នេះហើយយើងនឹងជួបគ្នាជាមួយនឹងកម្មវិធី podcast យើងទៅមុខទៀតហើយសង្ឃឹមថាថ្ងៃក្រោយទៅបើសិនជាយើងអាចថាមានពេលវេលាឱកាសថែមជាងនឹងទៀតខ្ញុំនឹងអាចថាអញ្ជើញសៀបមកដើម្បីចែករំលែកអីដែលលើសនឹងទៀតថ្ងៃក្រោយអញ្ចឹងសម្រាប់កម្មវិធី podcast របស់យើងនៅក្នុងថ្ងៃនេះគឺយើងបានដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នានៅវគ្គបន្តទៀតបាទសូមអរគុណ